ចាណានេះគឺជារបៀបនៃការវឹកហាត់កម្ដៅសាច់ដុំមុនការប្រកួតបងប្អូនដែលជាអ្នកលេងបាល់ទាត់មកថាបាល់ទាត់មកថាបាល់ទះឬក៏វិស័យកីឡាអីផ្សេងទេគឺសុទ្ធសឹងតែត្រូវការកម្ដៅសាច់ដុំទាញទៅសាយព្រោះវាជាផ្នែកមួយដ៏សំខាន់មែនតើព្រោះបើយើងអត់បានវ៉មអាប់ឲ្យក្ដៅសាច់ដុំបែកញើខ្លះយឺតទៅសាយទេគឺចាប់ផ្ដើមការប្រកួតភ្លាមរត់គឺពិបាកតែម្ដងអញ្ចឹងហើយគឺត្រូវតែទាញឲ្យយឺតទៅសាយដើម្បីឲ្យរត់ទៅឲ្យវារត់ដាស់ម៉ាស៊ីនមិនខុសពីម៉ាស៊ីនម៉ូតូយើងឬក៏ម៉ាស៊ីនឡានទេដំបូងគឺត្រូវការមូលបន្តិចសិនហើយបានឡើងទៅលឿនសួស្ដីទៅកាន់ធីរិតថារិតហេងស្វាគមន៍មកកាន់ការផ្សាយបងសួស្ដី admin I am fan DGB Bank អូ DGB Bank មាន fan ម្នាក់ហើយថ្ងៃនេះគឺបានចូលមកទស្សនាហើយនេះសម្រាប់បងប្អូនដែលរកកីឡាករលេខ6ថោងវរ៉ាឥឡូវថោងវរ៉ាគឺបង្ហាញវត្តមានហើយប៉ុន្តែថ្ងៃនេះប្រហែលជាមិនបានបង្ហាញនៅលើទីលានទេគឺបានត្រឹមតែមកគ្រប់ត្រូលស្វាគមន៍អ្នកគ្រប់ត្រូល DGB Bank សង្ឃឹមថាប្រម៉ូផ្ដុំគ្នាមកជួយលើកទឹកចិត្តក្រុមផងព្រោះថ្ងៃនេះគឺណាត់គ្នាមុនតាំងពីអាទិត្យមុនមកម្លេះមិនមែនណាត់គ្នាថ្ងៃនេះលេងយកតែម្ដងទេគឺមាន schedule មានការណាត់ត្រឹមត្រូវហើយ poster ក៏បានផុសចេញជាផ្លូវការរួចរាល់ហើយដែរយាណាគួរជម្រាបផងដែរថាការប្រកួតនេះគឺជាការប្រកួតលក្ខណៈមិត្តភាពកម្ដៅសាច់ដុំដកស្រង់បច្ចេកទេសទេហើយសម្រាប់បញ្ហាការយឺតយ៉ាវនៃការប្រកួតសង្គមបងប្អូនយើងអធិស្ឋាននឹងខន្តីនិងអភ័យទោសទុកផងក៏ព្រោះតែក្រុមកីឡាករដែលយើងដឹងស្រាប់ហើយគឺសុទ្ធសឹងតែជាអ្នកធ្វើការអញ្ចឹងហើយទម្រាំគាត់ចេញពីគេថាការបំពេញកិច្ចការងាររបស់គាត់មកអញ្ចឹងគឺគាត់ចំណាយពេលដែរអញ្ចឹងទម្រាំជិះមកដល់អីទៀតអាហ្នឹងគឺបើយើងនិយាយមួយម៉ាត់ភាសាខ្លីគេរៀងស៊ីម៉ោងដែរទម្រាំមកដល់ទីតាំងហើយ DGB គឺជា DGB Bank សូម្បីតាកូនក្រៅនេះក៏ស្គាល់ដែរនេះគឺជាឈុតដំបូងរបស់ក្រុមបាល់ទាត់ NSM ISP LT នៅខាងឆ្វេងដៃរបស់ខ្ញុំខណៈដែលខាងស្ដាំដៃរបស់ខ្ញុំក៏កំពុងតែថតរូបទុកជាអនុស្សាវរីយ៍ដូចគ្នាក្រុមទាំងពីរខ្ញុំជឿជាក់ថានឹងប្រឹងប្រែងអស់ការប្រកួតប្រឹងប្រែងអស់លទ្ធភាពឃើញថាឯកសណ្ឋានក្រុមទាំងពីរគឺស្រស់ល្អខ្លាំងមែនតើបើយើងនិយាយអំពីទុកងោនេះគេហៅរំលេចរលាស់កតុយឆ្វាច់នៅលើទឹកត្រៀមគួរជម្រាបផងដែរថាការប្រកួតនេះគឺជាការប្រកួតលក្ខណៈមិត្តភាពកម្ដៅសាច់ដុំដកស្រង់បច្ចេកទេសជំនួសរវាងក្រុមបាល់ទាត់ DGB Bank ប៉ះជាមួយនឹងក្រុមបាល់ទាត់ NSM ISP LT បាល់ត្រៀមចាប់ផ្ដើមចេញពីខាងក្រុមបាល់ទាត់ DGB Bank ឬក៏ DGB LT អធិស្ឋានដែលការបាល់គឺការប្រតិនក្រុមខ្សែបំរើលេខ11មានឈ្មោះថាវងសៀងហាក់បាល់កែចេញពីខាងក្រុមបាល់ទាត់ DGB LT ដែលមានឯកសណ្ឋានអាវពណ៌ទឹកប៊ីចមួយឈុតរួមជាមួយនឹងស្រោមជើងហើយកំពុងតែគ្រប់គ្រងពីតំបន់កណ្ដាលផ្ទះទម្លាក់មួយខ្ញុំគឺទៀមទាការមើលលេខនៅលើអាវរបស់គាត់ដើម្បី select មកមើលឈ្មោះដែលខ្ញុំកំពុងតែកាន់នៅនឹងដៃក៏ព្រោះតែ color អាវជាមួយ color លេខជាមួយនឹងអាវរបស់គាត់គឺបន្លំគ្នាខ្លាំងមែនតើចឹងហើយខ្ញុំពិបាកក្នុងការកំណត់ចំណាំបានដែរចឹងសង្ឃឹមបើហៅឈ្មោះយឺតឬក៏បែបណាបងប្អូនយើងកុំភ្លេចអធិស្ឋាននឹងខន្តីអភ័យទោសបងបុនិតគាត់ថាអត់បានចូលរួមទេណាបងថ្ងៃនេះគឺសូមធ្វើ fan ពីចម្ងាយមួយមកវិញពីខាងក្រុមបាល់ទាត់ NSM ISP LT ទំលាយទៅដល់សុកខេងចុចប្រូទៅមកស្លាងស្ដាំហើយក៏បន្តមកដល់បងវីរៈរ៉ូសាលេង27ពីខាងក្រុមបាល់ទាត់ NSM បន្តលេងពីវុតប៊ុនរងទៅមុំរួចក៏រុញឆ្ងាយទៅឲ្យអ្នកចាំជាស្រ័យខ្សែការពារថ្ងៃនេះគឺសុកគីរ៉ាគាត់សុំលេងជាខ្សែការពារខាងក្រោមដើម្បីជួយចែកបាល់ build up ទៅពីក្រោមវិញសួស្ដីទៅកាន់ដារ៉ាត់ NSM Win ឡើយទៅពីស្លាមពីខាងក្រុមបាល់ទាត់ DGB LT ទាត់ឃ្លៀចចេញពីសុកគីរ៉ាយកបាល់បានលេងជាថ្មីចុចផ្លាបាល់នេះអត់ផុតជាមួយនឹងវងសៀងហាក់ការពីតែនក្រុមជន់បាល់ទាញទម្លាក់ពីបងស៊ីវ័យហើយក៏បន្តពីសុផានិតរតនារុញហាយមកស្លាប់ខាងស្ដាំឲ្យវុតប៊ុនរងជន់បាល់
បនរកទៅមុំរួយក៏ទម្លាក់រួយមកខាងក្រោយយ៉ាងណាបងប្អូនយើងសម្រាប់រូបភាពមួយនេះកុំភ្លេចជួយ feedback មកវិញផងអំពីគុណភាពនៃការផ្សាយថាបានប៉ុណ្ណាដែរឥឡូវទៅឱកាសពីសុធារិទ្ធកាត់ចែកមកខាងក្នុងទាត់ឃ្លាចេញពីអ្នកចាំទីលេខ26មានឈ្មោះថាឈឹមតៃវ៉ាន់កីឡាករនេះឈ្មោះគឺឡូយជាងគេបើសិនជាខ្ញុំឲ្យរ៉េតបន្ទូស្រួលចាំជាងគេអ្នកចាំទីបញ្ជូនឲ្យមេពិសិដ្ឋផ្ទះបាល់ទៅនេះមេពិសិដ្ឋទុកបាល់បញ្ជូនចាក់ទៅទាត់ឃ្លាចេញយ៉ាងណាបាល់អញ្ញាកណ្ដាលគឺពីនៃបាត់ទៅហើយដោយសារតែចំហកន្លែងនេះបើតាមទៅមើលគឺជាចំហបាល់ offside គឺមានអញ្ញាកណ្ដាលខ្សែបន្ទាត់គាត់ចាំចាប់ដែរបើផ្លាវមកក៏មិនផុតជាមួយនឹងវុតបណ្រងធាក់ផ្ដាច់មកស្លាបខាងឆ្វេងឲ្យខ្សែប្រយុទ្ធគឺលេខ10ឈ្មោះថាបញ្ញាឱកាសទៅពីប្រយុទ្ធលេខ10របស់ក្រុមបាល់ទាត់ DGB LT កាត់បញ្ជូនទៅនេះអត់ផុតនឹងអ្នកចាំទីទេប៊ុនធឿនវិចិត្រាចាប់បាល់បានបោះលឿនរុញឡើងហាយមកស្លាងស្រាមឲ្យវីរៈរ៉ូសាជន់បាល់រ៉ូសាបញ្ជូនចាក់ចោះបន្តស្អាមតែឱកាសទៅពីវុតបណ្រងក្បែរប្រអប់ទីបនរងកាត់បញ្ជូតទាត់មកជើងឡើយនេះអត់ទេពីមេពិសិដ្ឋមកជើងនេះគឺផុតគេថាចូលប្រឡោះជើងហើយក៏នៅសល់បាល់ goal kick នេះកាវីតានក្រុមគឺបង្ហាញវត្តមានមកហើយគេថាអ្នកគ្រប់ត្រូលរយច្រើនមែនតើបងទូចណាឃឹមនេះកន្លែងដែលវុតបនរងគាត់បញ្ជូនផុតអ្នកចាំទីល្អមែនតើប៉ុន្តែបាល់នេះគឺលឿនខណៈដែលមេពិសិដ្ឋគាត់ព្យាយាមថែមដែរប៉ុន្តែថែមទៅក៏ចូលប្រឡោះជើងរបស់គាត់ទម្លាក់ឆ្ងាយទៅអ្នកចាំទីពីសុគីរ៉ាសួស្ដីទៅកាន់បងគឹមហ្គាច់ស្វាគមន៍មកកាន់ការផ្សាយ NSM ISP LT Win ឥឡូវបាន3នាទីហើយសម្រាប់ការប្រកួតមួយនេះសុផានិតចឡូសុផានិតក៏ទម្លាក់ស្រាលបំផ្លោងផ្ដាច់បដូរទិសទៅស្លាខាងឆ្វេងទៅឲ្យបងគឹមហួរលេខ14ថ្ងៃនេះគឺលេងនៅកូនខាងឆ្វេងគាត់ក្នុងនាមជាខ្សែការពារសុកខេងនេះខ្សែបំរើក៏បានពេលខ្លះគាត់ឡើងប្រយុទ្ធក៏បានជាមួយនឹងវុតបណ្រងឥឡូវតែតបឆក់បាល់បានពីបញ្ញារបស់ក្រុមបាល់ទាត់ DGB LT ទប់បាល់ពីស្លាបស្ដាំឆ្កាឆ្វេង1-0បើការនៅមុខបណ្ដោះអាសន្នពីខាងក្រុមបាល់ទាត់ DGB LT ដោយខ្សែប្រយុទ្ធលេខ9មានឈ្មោះថាង៉ែតប៊ុនធឿនកីឡាករខ្សែប្រយុទ្ធលេខ9ចុចចុងជើងឆ្វេងទម្លាយសំណាញ់ទីប៊ុនធឿនវិចិត្រាចំណាការលេងអំបញ្ញមិញហាក់បីដូចជាលេងផ្លាត់នៅមុខទីនេះយើងទៅមើលរូបភាពរងទីកន្លែងដែលសុកខេងគាត់ញាក់ខ្សែប្រយុទ្ធទម្លាយមកដល់លេខ10បញ្ញាចុចតលាក់ទះឆ្វេងស្រាលចូលទីផ្លុក1-0បាល់ចាប់ដើមលេងជាថ្មីពីស្លាងឆ្វេងពីខាងក្រុមបាល់ទាត់ NSM ISP LT សុកខេងលេងព្រឹកព្រៀងបន្តិចឥឡូវបញ្ជូនទៅមួយទៀតឲ្យ free កដោសុតឆ្វេងយ៉ាងណាបាល់កន្លែងនេះគឺបុកបង្គោលទីខ្ញុំស្មានតែបាល់នេះគឺរមៀលចូលទីទៅហើយសុកខេងមកផ្លែតគឺខូចបាល់2ដងបាល់នេះគឺរាប់ថាជាកំហុសហើយប៉ុន្តែអាចកែប្រែស្ថានភាពមកវិញខណៈដែលបាល់អ្វីមិនគឺរាប់បានថាមិនមានសំណាងដូចគ្នាពី DGB LT ឥឡូវទៅពីស្លាងឆ្វេងយ៉ាងណាបែរក្រោយពីអ្នកចាំទីប៉ាត់ប្រេះរំខាត់ទាត់ឃ្លាចេញទៅខាងក្រៅនៅចំណេញបាល់ជ្រុងពីខាងក្រុមបាល់ទាត់ NSM ISP LT ឡើយលេងលឿនបាល់នេះក៏ចូលដៃអ្នកចាំទីដូចគ្នាព្យាយាមលេងឲ្យលឿនតាមតែអាចធ្វើទៅបានគេថា DGB LT มันអាចធ្វើប្រហែលបានទេខ្សែប្រយុទ្ធជួរខាងលើគឺច្បាស់ទីមែនតើច្បាស់បុតមែនតើឥឡូវទាញពីប៊ុនរងបញ្ជូនចូលរបស់កតាលគេហាយខ្លីមកដល់សុផានិតទាញចកេះមួយស្អាតសុផានិតទះហាយទៅស្លាងឆ្វេងដល់សុធិរិទ្ធគ្រប់គ្រងបាល់សុធិរិទ្ធសលឹងទីសុធិរិទ្ធមកជើងនេះគឺបុកនឹងបកលទីល្អមែនតើកាត់ទាញចកេះសុតស្ដាំតែបាល់នេះគឺអត់ចូលទេប៊ីនឹងបានគ្រាប់បាល់តាមស្មើឡើយមិនជាថ្មីសម្រាប់ DGB Bank មិនមាន DGB LT មិនមានការផិតភ័យអ្វីនោះទេនៅតែលេងបានឆ្កឹះយកពីវីរ៉ារ៉ូសាជ្រែករ៉ូសាទម្លាយបងស៊ីវ័យរុញហាយមកខាងក្រោយ free កដោមកលេខ10បញ្ញាដឹកបាល់លឿនអត់ផុតជាមួយនឹងសុកគីរ៉ាតាក់ចំហក៏មិនថ្មីនៅតែបន្តទៅមុខបានដឹកបាល់លឿនពីសុកគីរ៉ាគេទម្លាក់ឲ្យវុតប៊ុនរងបញ្ជូនចូលក្នុងបាល់នេះក៏អបសាយទៅហើយយ៉ាងបាញ់មិញសួស្ដីទៅកាន់បងស៊ីថាស្រុន MC និយាយ
ពីរស់រូបភាពច្បាស់ត្រជាក់ភ្នែកអរគុណច្រើនបងសម្រាប់ការ comment feedback ល្អនេះកន្លែងដែលសុធារិតគាត់ញាក់មួយទាញពីរទាញឲ្យឡើងស្ដាំសុទ្ធភឹងផុតអ្នកចាំទីទៅហើយប៉ុន្តែនៅអ្នកទី2ដែលគេថារកបានថាជាកូនខ្មោចគឺបកគោលទីជួយបានឥឡូវទៅបត់តារាងពីស្លាបខាងស្ដាំពីវុតបនរងតាក់ឆ្វេងយកទៅម្ដងអត់ផុតនឹងខ្សែការពារដល់ក្រាស់ហើយពណ៌ទឹកប៊ិចរុញមកស្លាឆ្វេងឲ្យបញ្ញារបស់ DGB IoT ទៅបញ្ជូនចូលតំបន់កណ្ដាលឱកាសពីលេខ19ចាក់ក្លែបញ្ញាតាក់ឆ្វេងកន្លែងនេះបាល់គឺអបផ្សាយទៅហើយការបញ្ជូន1-2នៅក្បែរនឹងប្រអប់ទីរបស់ក្រុមបាល់ទាត់ NSM ISP IoT សួស្ដីទៅកាន់បងប៉ុងអធិស្ឋានខ្ញុំអានឈ្មោះដាច់ទេអធិស្ឋានសម្រាប់ការហៅឈ្មោះផង DGB win ឥឡូវ DGB គឺកំពុងតែនាំមុខមួយក្របហើយវត្តបណ្រងតាក់លឿនឡើងមកបងវិរៈរ៉ូសា1-1ជាមួយនឹងខ្សែការពារកັບមួយសិនអត់ផុតទេជាមួយនឹងខ្សែការពារលេខ7នេះតាមពិតគាត់ជាខ្សែបម្រើប៉ុន្តែគាត់ចុះសផតនៅការពារមានឈ្មោះថាសុជាតិលេងពីស្រាឆ្វេងទាត់ប្របុកជាប់បាល់ជាមួយនឹងវត្តបណ្រងកັບយកស្ដាំបនរងទាញបនរងធ្វើយ៉ាងណាបនរង1-1ទាញថយក្រោយបនរងតាស់ឆ្វេងមកឆ្ងាយមកសុផានិតបញ្ជូនទៅកន្លែងនេះបាល់ក៏ប៉ះទង្គិចចេញទៅខាងក្រៅចំណេញបាល់គប់ទូពីខាងក្រុមបាល់ទាត់ NSM ISP IoT សុផានិតបញ្ជូនលឿនបែរក្រោយមកវិញពីបញ្ញាតាក់ឆ្វេងស្រូចូលដល់មកតាលឱកាសសម្រុកទៅពី19មានឈ្មោះថារតនៈដឹកបាល់ជ្រែកពី18អត់ផុតទេពី DGB IoT 18គឺមានឈ្មោះថាពេជ្រប៊ុននីព្យាយាមជ្រែកបាល់ប៉ុន្តែទៅមិនរួចនឹងខ្សែការពារស្តុកខេងសុធិរិទ្ធគ្រប់គ្រងបាល់សុធិរិទ្ធទះស្រាជាមួយនឹងសុផានិតបញ្ជូនទៅស្លាឆ្វេងប្រុងស៊ីប្លោះជើង25ប៉ុន្តែមិនសម្រេចហើយក៏បំផ្លោងចេញទៅខាងក្រៅ25កីឡាករលេខ25នេះគឺអត់មានគេថាឈ្មោះមិនដឹងថាឈ្មោះគាត់ប្រហែលជាឈ្មោះថាសវណ្ណក៏ព្រោះតែ20មានកីឡាករមួយរូបពីខាងក្រុមបាល់ទាត់ DGB IoT ដែលបញ្ជូនឈ្មោះមកគឺអត់មានលេខមួយរូបប្រហែលជា25នេះមានឈ្មោះថាសវណ្ណហើយមើលទៅលេងជាខ្សែបំរើការពារផងចឹងបងប្អូនដែលបានស្គាល់ complete feedback ត្រឡប់មកវិញផងឥឡូវពីស្លាឆ្វេងឱកាសទៅពីសុធិរិទ្ធបញ្ជូនកន្លែងនេះលោកអញ្ញាកតាលគឺពិន័យទៅហើយយ៉ាងណាបាល់កន្លែងនេះគឺផ្ដល់ជូនបាល់ goal kick ទៅខាងក្រុមបាល់ទាត់ DGB IoT សួស្ដីទៅកាន់បងនីកូហេង GG NSM ISP IoT win បង win ឥឡូវបំផ្លោងមកឆ្ងាយបាល់នេះក៏ធ្លាយទៅដល់អ្នកចាំទីប៊ុនធឿនវិចិត្រាមុំរតនាគឺថាគីបស៊ីន3រូបនៅកណ្ដាលពីខាងក្រុមបាល់ទាត់ NSM ISP IoT គឺនៅមួយរូបអត់បានចូលគឺការប្រតានក្រុមទូចអ្នកឃឹមនឹងឯងแล้วការបញ្ជូនទៅពីស្លាកស្រាមប៉ុន្តែប៉ិតពាំងជំហរយកកន្លែងនេះអាតេអតបឱកាសពីវត្តបំរង1-1ពីខាងក្រុមបាល់ទាត់ NSM ISP IoT រកក្របបាល់តាមស្មារតីកីឡាករលេខ30វុតប៊ុនរងគិតត្រឹមតែនាទីទី10ការតាមស្មើដោយសារតែកន្លែងនេះអ្នកចាំទីគាត់ចាប់ផ្លាត់កលេកឡកប្រឡោះជើងភ្លុចអ្នកសុតគឺទាញយកឆ្វេងសុតផឹងយើងទៅមើលរូបភាពម្ដងទៀតនេះកន្លែងដែលការបញ្ជូនពីសុកគេរ៉ាទៅប៊ុនរងគាត់ព្យាយាមទៅជ្រែកគឺថាអត់បោះបង់ឱកាសខណៈអ្នកចាំទីហាក់បីដូចជាផិតភ័យជាមួយនឹងការតាមអត្តមួយនេះក៏ចាប់បាល់ផ្លាត់ចូលប្រឡោះជើងមិនទៅបីទេសម្ពាធពេលនេះគឺប្រែប្រួលមកនៅសល់50វិញហើយខណៈដែលមុនហ្នឹងគឺសម្ពាធរៀងធ្ងន់បន្តិចពីខាងក្រុមបាល់ទាត់ NSM ISP IoT សុផានិតស៊ីប្រឡោះជើងមួយប៉ិតយកមួយទៀតលោកកាក់បាល់បានមកវិញបែរក្រោយបញ្ជូនទៅរនេះអត់ផូតជាមួយនឹង19ពីខាងក្រុមបាល់ទាត់ DGB IoT ចាយមកស្លាឆ្វេងឲ្យបញ្ញាគ្រប់គ្រងបាល់បញ្ញាប៉ិតពាំងឲ្យសុគីរ៉ាប៉ុន្តែបាល់នេះនៅទៅបានតាក់ឆ្វេងថែមស្ដាំអត់ផុតនៅសល់លេខ11វងសៀងហាក់ទាត់ស្ដាំខុយបញ្ជូនមករនេះអត់ផុតនឹងសុខេងតាក់ខ្លីស្រាលក្នុងប្រអប់ទីពីសុខេងមកសុផានិត
ដឹកបាល់ឡើងសុផានិតរុញហើយមកស្លាងស្ដាមឲ្យសុកគីរ៉ាលេងខ្លីជាមួយនឹងរតនាទៅម្ដងទៀតមកប៉ះស្រាជាមួយសុផានិតបញ្ជូនចាក់បលោះជើងឲ្យសុកខេងក៏រុញហើយទៅស្លាងជួយឲ្យសុធិរិទ្ធស្លឹងទីសុធិរិទ្ធបញ្ជូនឲ្យបងសិវ័យក៏កាត់មកខាងក្រៅឲ្យសុផានិតយកឲ្យឡើងបំរុងសុតទាញឆ្វេងហើយក៏អត់ផុតអ្នកទី3ប៉ុន្តែអញ្ញាកណ្ដាលគឺពីណៃផ្ដាល់បាល់ free kick ហើយការអតៈជាមួយនឹងសុផានិតអំបញ្ញមិញសួស្ដីទៅកាន់បងហេងស្រីពៅស្វាគមន៍មកកាន់ការផ្សាយ NSM ISP LT ពេញបេះដូងសួស្ដីទៅកាន់ Izagi Nice MC អរគុណច្រើនបងអរគុណច្រើនសម្រាប់ការ feedback សម្រាប់ការអធិប្បាយរបស់ខ្ញុំបាទឥឡូវការបាល់ free kick ត្រង់ចំណុចមួយនេះពីខាងក្រុមបាល់ទាត់ NSM ISP LT គឺមាន2រូបសុផានិតរួមជាមួយនឹងសុកខេងអេឡង់ឆ្វេងដោយសុផានិតអេឡង់ស្ដាំដោយសុកខេងឥឡូវទៅអ្នកណាអ្នកសុតការពីសុផានិតបឆោតសុកខេងទះស្ដាំស្រាកឡើងនេះបាល់ភ្លិតជាមួយនឹងរនាំងការពារហើយក៏លោតចេញទៅខាងក្រៅនៅសល់ចំណេញបាល់ជ្រុងពីខាងក្រុមបាល់ទាត់ NSM ISP LC នេះរាប់បានថាជាជ្រុងទី2ហើយក្នុងរយៈពេល13នាទីបំផ្លោងចូលប្រអប់តែតមកក្បាលឃ្លៀចេញពីវងសៀងហាក់ទូបាល់រៀងផ្លាត់បោះចៃមកស្លាងស្រាមឲ្យសុកខេងជន់បែសុកខេងក៏រុញហែកមកវុតប៊ុនរងរុញមកខាងក្រោយសុកខេងផ្លាត់2ដងលបូតមកគ្រាប់ក្នុងចំណោម2ផ្លាត់ដែលគាត់បានធ្វើប្រហែសកម្មីនេះគឺអាចនឹងមានគ្រាប់បាល់2គ្រាប់ប៉ុន្តែដោយសារតែបុកបង្គោលទី1លើកប៉ុន្តែពេលនេះសុកខេងគឺកំពុងតែគេថាលុបលៀងកំហុសសាងគុណសម្បត្តិវិញហើយដល់ទះចៃទៅសាងឆ្វេងដោយសុធិរិទ្ធ1-1សុធិរិទ្ធញាក់ទាញបញ្ជូនចលោឆ្វេងអត់បានសុទ្ធបោះចៃបងស៊ីវ័យបញ្ជូនបន្តអត់បានសុទ្ធម្ដងទៀតមិនតតារាឆ្ងាយរំខានប្រេះមកវិញពីវុតបរោគឆ្កឹះមិនតិចពីសុកគីរ៉ាតលះហែកទៅស្លាងស្រាំឲ្យសុកខេកាត់មកខាងក្រៅទះតលាក់ពីអ្នកចាំអធិស្ឋានខ្សែប្រយុទ្ធគឺលេខ10ដល់តែម្ដងគឺបញ្ញាបាល់នេះក៏ចេញទៅខាងក្រៅឥឡូវយើងក៏លេខមកមើលបាននៅលើទីលានជាថ្មីម្ដងទៀតឱកាសសម្រុកពីស្លាឆ្វេងច្រើនដោយសុធិរិទ្ធទាញកន្លែងនេះអត់ផុតនឹងខ្សែការពារនៅតែគ្រប់គ្រងបាល់បានពីសុធិរិទ្ធសុផានិតទាញឆ្វេងសុផានិតក៏វិលមកជុំហើយតាណាទៀតរួចមករតនាបាញ់ចៃមកស្លាងស្រាមឲ្យវុតប៊ុនរងគ្រប់គ្រងបាល់1-2ប៊ុនរងទាញដឹកបាល់ចូលប្រអប់ប៊ុនរងកាត់បញ្ជូនកន្លែងនេះអត់ផុតទេជាមួយនឹងខ្សែការពារ DGB LT គឺដាក់ការពារច្រើនឥឡូវទះស្ដាំសុកគីរ៉ារកគ្រាប់បាល់ទី2ជូនក្រុមបាល់ទាត់ NSM ISP LT នៅនាទីទី15ដោយការទាត់បញ្ចូលទីសឹងតែមុងកៅទៅហើយមួយគ្រាប់នេះល្អខ្លាំងមែនតើខ្សែការពារទេប៉ុន្តែអាចឡើងទៅអតៈរកគ្រាប់បាល់បាននៅជួរខាងលើយើងមើលរូបភាពម្ដងទៀតនេះកន្លែងដែលទាត់ឃ្លៀដែរពីខ្សែបំរើលេខ7ប៉ុន្តែមិនផុតគីរ៉ាទាញយកចំហបានសុទ្ធភឹងអ្នកចាំទីក៏លោតសង្គ្រោះដែរប៉ុន្តែលោតមិនដល់ឡើយយើងមើលមួយមុំទៀតគីរ៉ាទប់បានស្អាតទះយកទៅក្នុងបាល់នេះរាប់ថាមុំកៅហើយមិនមែនសឹងតែមុំកៅទេគឺមុំកៅតែម្ដងបងអ៊ីសាគី MC និយាយបានច្បាស់ល្អអរគុណច្រើនបងអរគុណច្រើនមែនទេអត់ឃើញលេខ36អញ្ចឹងលេខ36គឺថ្ងៃនេះអត់ទាន់ឃើញវត្តមានឥឡូវយើងក៏លេខមើលបាននៅលើទីលានបាល់នេះក៏ជ្រុលចេញទៅខាងក្រៅប្រែប្រួលលទ្ធផល2-1នៅពេលនេះសម្ពាធធ្លាក់ទៅខាងក្រុមបាល់ទាត់ DGB LT ចាំមើលថាតើ DGB LT មានការកែប្រែតម្រង់កន្លែងណាខ្លះដើម្បីថាវាសម្រុកទៅលើក្រុមបាល់ទាត់ NSM ISP LT វិញបញ្ជូនមកសុផានិតក៏បើកចំហមកដល់លេខ30វុតប៊ុនរងរុញហើយឲ្យសុផានិតរត់ប្រជែងមួយស្មើជាមួយនឹងខ្សែការពារលេខ4បាល់នេះក៏ឃ្លៀចេញទៅខាងក្រៅមានឈ្មោះថាយេងឆោវ័នខ្សែការពារលេខ4របស់ DGB LT វិរៈរ៉ូសាទះតលាក់មកខាងក្រោយឲ្យបងស៊ីវ័យក៏បន្តជាមួយនឹងមុំរតនាទះហែកទៅស្លាងជួយឲ្យបងគឹមហួរដឹកបាល់ខ្ចីជើងជាមួយនឹងសុធិរិទ្ធបញ្ជូនចាក់លឿនបងគឹមហួរ
បងគឹមហួររុញមកខាងក្រោយមកបងស៊ីវ័យទម្លាក់មួយទាញចកស្អាតទាញឆ្វេងទាញស្រាំញាក់បញ្ជូនកន្លែងនេះផុតចំហកាក់យកមកវិញពី DGB LT មិនតនតាណាឆ្ងាយទេដឹកបាល់ជ្រែកលឿនបាល់នេះបំរុងថាផ្លុំកញ្ចៅប៉ុន្តែនៅសល់ចំណេញស្រួលហែកបាល់អបសាយកាក់បញ្ជូនដល់ល្អប៉ុន្តែចំហសុកខេងគឺនៅខ្ពស់ជាងខណៈដែលខ្សែប្រយុទ្ធរបស់ក្រុមបាល់ទាត់ DGB LT គឺជ្រលនេះគឺប្រហែលជា1ម៉ែត្រកន្លះទៅហើយផុតចំហខ្សែការពាររបស់ក្រុមបាល់ទាត់ NSM ISP LT អត់ឃើញលេខ72អញ្ចឹងសួស្ដីទៅកាន់បង Boysin បង72គឺអត់បានបង្ហាញខ្លួនទេខាងនេះអត់ឃើញវត្តមានសម្រាប់ការប្រគួតមួយនេះប៉ុន្តែថ្ងៃមុនគឺគាត់បានមកវឹកហាត់ដែរបង72ឥឡូវទៅពីស្លាឆ្វេងឱកាសពីបញ្ញាអត់ឈ្នះទេជាមួយនឹងសុគីរ៉ាតាមអតៈបើនិយាយពីសុគីរ៉ាគាត់អាចលេងបានច្រើនរ៉ូលខ្លាំងមែនទែនទាំងប្រយុទ្ធទាំងការពារហើយបើនិយាយពីស៊ូគាត់គឺល្អរបានថាស៊ូគឺមកអែមរត់ឡើងលើចុះក្រោមមកឆ្ងាញ់សុផានិតបញ្ជូនឲ្យបងស៊ីវ័យបងស៊ីវ័យក៏ទះហែកទៅស្លាប់ខាងឆ្វេងទៅឲ្យសុផានិតអធិស្ឋានសុធិរិទ្ធបន្តទៅឲ្យខ្សែការពារបងគឹមហួរក្រោះផ្លោកទប់បាល់បានស្អាតឲ្យបងស៊ីវ័យឲ្យឡងស្រាប់អត់បានសុទ្ធទេអស់ចំហការសុទ្ធញាក់ឆ្វេងកັບស្រាំទំលាយបានល្អមែនតែពី DGB LT មើលឆ្វេងមើលស្រាំរុញហែកមកស្លាប់ខាងឆ្វេងឲ្យបញ្ញាលេខ10ហើយក៏ទះឡើងលឿនកន្លែងនេះក៏ទៅដល់អ្នកចាំទីប៊ុនធឿនវិចិត្រាសោកេរ៉ាបញ្ជូនហែកមកដល់វុតបណ្ដងបាញ់បដូរទិសឆ្ងាយទៅស្លាឆ្វេងទៅដល់សុធិរិទ្ធ1 ទល់នឹង 1ជាមួយនឹងខ្សែការពារចាំមើលសុធិរិទ្ធធ្វើយ៉ាងណាសុធិរិទ្ធចលោសុធិរិទ្ធទាញសុធិរិទ្ធសលឹងទីទាត់ស្ដាំយកតែម្ដងបាល់នេះគឺចូលដៃអ្នកចាំទីយ៉ាងណាអត់លេងតំអងយូរទេលឿនតែម្ដងពី DGB LT បញ្ជូនមកខ្សែប្រយុទ្ធលេខ10មានឈ្មោះថាឈុនបញ្ញារតនាយោបាល់ទះហែកមកដល់បងវីរ៉ារ៉ូសាបញ្ជូនលឿនមកស្ដាមឲ្យវុតប៊ុនរង1 ទល់នឹង 1ទះក្រោះចូលប្រអប់ចូលដៃអ្នកចាំទីរបស់ DGB LT ហាក់បីដូចជាបើកប្រឡោះជើងធំមែនទេព្យាយាមលេខបើកប្រឡោះជើងធំអ្នកចាំទីអត់តន់ឃើញលេខ36អញ្ចឹងធ្វើ fan លេខ63សិនហើយមានអីមួយយ៉ាងដែរតើអត់36តែនៅ63បច្រាស់លេខមកវិញមកគឺត្រូវគ្នាផ្លាច់63គឺបងសុកេរ៉ារកបានគ្រាប់បាល់ទី2យ៉ាងណាបាល់នេះគប់ទូបញ្ជូនឲ្យសុកេរ៉ាក៏ទះឆ្ងាយទៅអ្នកចាំទីប៊ុនធឿនវិចិត្រាសួស្ដីទៅកាន់បងណាំហុងស្វាគមន៍មកកាន់ការផ្សាយ Idol Ronaldinho Idol Ronaldinho បង63មែនបងសុកេរ៉ា Ronaldinho fan Ronaldinho មើលទៅแล้วការពីសុផានិតទះហែកមកស្លាប់ខាងស្ដាំឆ្ងាយមកដល់សុកេរ៉ាដែលបងប្អូនយើងកំពុងតែតន្ទឹងរង់ចាំការលេងរបស់គាត់វុតបណ្ដងទះបញ្ជូនចូលដល់បងកដាលឡងឆ្ងាយពីអ្នកណាចេះគឺទូញនៅខៀមក៏ប៉ុន្តែក្រុមផ្លាស់ប្ដូរចូលលេងខ្លីខូចបាល់ជាដំបូងចូលភ្លាមគឺខូចបាល់ភ្លាមប៉ុន្តែព្យាយាមតាមអតៈទៅពីស្លាប់ខាងស្ដាំឱកាសទៅពីរតនាអធិស្ឋានត្រូវឲ្យខ្ញុំសូមឲ្យឈ្មោះថារតនាចុចឆ្វេងបាក់លើនេះយ៉ាណាចូលឬក៏មិនចូលបាល់មិញបាល់នេះគឺក្រៅសំណាញ់ទីទេខ្ញុំមើលស្មានតែចូលដោយសារតែខាងក្រុមបាល់ទាត់ DGB LT គាត់មាន reaction ខ្លាំងអញ្ចឹងខ្ញុំស្មានតែចូលប៉ុន្តែភ្នែករបស់ខ្ញុំមើលទៅហាក់បីដូចជាមិនចូលឥឡូវបំផ្លោងមកស្លាមឲ្យវុតប៊ុនរងបាល់នេះគឺអបសាយទៅហើយខ្សែប្រយុទ្ធលេខ9ដែលមានឈ្មោះថាង៉ែតប៊ុនធឿនអធិស្ឋានឈ្មោះង៉ែតប៊ុនធឿនទេអំបញ្ញមិញខ្ញុំហៅគាត់រតនៈនេះកន្លែងម្ដងទៀតដែលបងង៉ែតប៊ុនធឿនគាត់ចុចមកជើងឆ្វេងកន្លែងតែចុចនេះហៅតែគាត់រកបានគ្រាប់បាល់ទី1ឥឡូវទៅពីស្លាកកាឆ្វេងបាល់នេះគឺអបសាយពីខាងក្រុមបាល់ទាត់ DGB LT NSM ISP win យ៉ាងណាឆ្លៀវការនេះខ្ញុំបាទក៏សូមអរគុណទៅកាន់ម្ចាស់ឧបត្ថម្ភធំនៃការផ្សាយមួយនេះគឺក្រុមហ៊ុនផ្គត់ផ្គង់អ៊ីនធឺណិត NSM ISP សម្រាប់បងប្អូនដែលមានតម្រូវការអ៊ីនធឺណិតកុំភ្លេចតាក់ទងទៅកាន់លេខទូរស័ព្ទដើម្បីគេថាស្វែងរកអ៊ីនធឺណិតល្បឿនលឿនពីក្រុម
ក្រុមហ៊ុន NSM ISV IoT និងដៃគូសហការបឋមបន្តគឺប៉ូគ្រីស្វេតភេសជ្ជៈពៅកម្លាំងបំពេញជាតិទឹកនិងជំនួយយងនៅក្នុងរាងកាយយើងក៏លេខទៅមើលបាននៅលើទីលានជាថ្មីម្ដងទៀតកំពុងតែរ៉ាប់រងដោយសុផានិតទាញចកែសុផានិតចុចផ្ដាច់ទៅស្លាបខាងឆ្វេងឲ្យសុកខេងដឹកបាល់ឡើងសុកខេងដឹកបាល់មួយសុកខេងញាក់ឆ្វេងទីស្ដាំសុកខេងបញ្ជូនចូលកណ្ដុតចូលដៃអ្នកចាំទីដូចគ្នាពីខាងក្រុមបាល់ទាត់ NSM ISV IoT បំផ្លោងសងឥឡូវនេះបាល់កក់ធ្លាយចេញទៅខាងក្រៅសួស្ដីទៅកាន់បងណាំហង admin ផ្ដាំសួរបងគីរ៉ាផងកាលគាត់មកវិញស្រេងទៅវិញស្រេងទៅអីបងវិញស្រេងគឺតំបន់ពេញនិយមណាជួយបញ្ជាក់ផងគីឡូបងប្អូនយើងផ្សេងទៀតគាត់ម៉ៃទៅរឿងផ្សេងទៅវិញស្រេងគីឡូទៅហូបលោតឆាយទៅបងប្អូនយើងគិតថាទៅវិញស្រេងទៅអីព្រោះវិញស្រេងគឺតំបន់ពេញនិយមណាហើយយើងទៅមើលបាល់យើងនៅលើទីលានជាថ្មីម្ដងទៀតអធិស្ឋានមិនគឺនិយាយលេងទេបងប្អូនយើងថា boring ខ្លាំងពេកសុផានិតគ្រប់គ្រងបាល់ចុចផ្ដាច់ទៅស្លាកខាងឆ្វេងដាច់ស្អាតទៅឲ្យសុធិរិទ្ធគ្រប់គ្រងបាល់សុធិរិទ្ធទាញសុធិរិទ្ធសុទ្ធស្ដាំកន្លែងនេះគឺអត់ចំទីទេជើងទី1បុកបង្គោលទីជើងទី2បំផើយរបាទីខាងលើប៊ីហើយបាល់នេះសួស្ដីទៅកាន់កូនខ្មែរបេះដូងខ្មែរស្វាគមន៍មកកាន់ការផ្សាយបាល់លេងពីខាងក្រុមបាល់ទាត់ DGB IoT គឺដូរសមាជិកកីឡាករលេខ3នេះខ្ញុំឆែកមើលឈ្មោះគាត់គឺមានឈ្មោះគាត់គឺយិនសម្បត្តិខ្សែការពារแล้วតាក់ពីស្លាបខាងស្ដាំទៅ DGB IoT កន្លែងនេះបាល់ក៏ចេញទៅខាងក្រៅឃើញថាបីមិន DGB IoT គឺមានផ្លាស់ប្ដូរសមាជិកខ្លះแล้วដឹកបាល់លឿនឱកាសគ្រប់គ្រងមកវិញហើយក៏ធ្លាយទៅដល់អ្នកចាំទីបន្ទានវិចិត្រាសួស្ដីទៅកាន់បងបណ្ឌិតស្វាគមន៍បងអត់មកលេងទេណាបងណាសុខចិត្តនៅធ្វើជា fan គ្រប់ត្រូលពីចម្ងាយលេខ9អត់បានទៅប្រកួតទេចត់ធ្វើសំណងហើយបងបណ្ឌិតខ្សែប្រយុទ្ធលេខ9ដល់ឆ្នាំរបស់ក្រុមបាល់ទាត់ NSM ISV IoT អវត្តមានបងថ្ងៃនេះទូញណាគឹមបញ្ជូនកន្លែងនេះបាល់អបផ្សាយទៅហើយអញ្ញាកតាខ្សែបន្ទាត់គឺនៅក្បែរខ្លួនខ្ញុំនៅឡើយចឹងខ្ញុំគ្រាន់តែកលៀកកតុយភ្នែកគឺឃើញចំហដែលគាត់លើកតុងឥឡូវយ៉ាងណាបាល់គឺចាប់ដើមលេងមកវិញពីខាងក្រុមបាល់ទាត់ DGB IoT ដោយសារតែបាល់មុននេះគឺអបផ្សាយអញ្ចឹងផ្ដល់ជូនបាល់ចំណេញទៅខាងក្រុមបាល់ទាត់ DGB IoT នឹងហើយមេពិសិដ្ឋបញ្ជូនកន្លែងនេះអត់ផុតនឹងខ្សែការពាររួញហើយមកដល់ជីនសម្បត្តិហើយក៏ទះលឿនមកប៉ះស្រាលបញ្ជូនអត់ផុតទេពីខ្សែប្រយុទ្ធលេខ18មានឈ្មោះថាបងបណ្ឌិតអធិស្ឋានលេខ18នេះត្រូវឲ្យប៊ុននេះគឺនៅក្បែរគ្នាខណៈដែលបងបណ្ឌិតគឺគាត់ខមមិនមុននេះបន្តិចខាងក្រុមបាល់ទាត់ NSM ISV IoT សូមផ្លាស់ប្ដូរកីឡាករដាក់3រូបតែម្ដងឬក៏យ៉ាងណាគឺដូសេណាខ្សែបំរើលេខ11ផ្លាស់ប្ដូរចូលជំនួសកីឡាករលេខ78គឺបងសៀវវៃដូរចូលឲ្យលេខ11លេខស្អាតហើយលេងនៅតំបន់បំរើក្នុងនាមជាអ្នកចែកបាល់แล้วទៅពីស្លាកស្រាមតាមប្រេរំខាងឡើយនេះអត់ឈ្នះទេជាមួយនឹងបញ្ញាទះឆ្វេងប្លុកជាប់ជាមួយនឹងសុកគីរ៉ាអញ្ញាគាត់ថាបន្តឲ្យលេងបាល់ចំណេញឥឡូវទៅកន្លែងនេះមកសើទៀតប៉ុន្តែអត់រួចទេដោយសារតែបាល់គឺរមៀលចេញទៅខាងក្រៅទៅហើយការប្រកួតឈានចូលដល់នាទីទី26លទ្ធផល2-1នៅរក្សាបានយូគូសំដែលអត់ទាន់មានបំបែកកំពីខាងណាបាននៅឡើយទេព្យាយាមសម្រុកណាស់ដែរប៉ុន្តែនៅតែធ្វើបានល្អដូចគ្នាផ្ទះលឿនចូលដល់បងកណ្ដាលឲ្យបងវិរៈរ៉ូសាលេខខ្លីរុញហើយមកស្លាវខាងស្ដាំមកដល់បងសុផានិតបញ្ជូនបន្តឲ្យទូញណាឃីមឱកាសទៅពីទូញណាឃីមផ្ទះហែកទៅស្លាប់ខាងឆ្វេងបដូរទឿឲ្យមេពិសិដ្ឋឱកាសធ្វើឯណាមេពិសិដ្ឋសលឹងក្រោយមានអ្នកសផតគឺ66សុធិរិទ្ធទាញចកេះមកស្អាតសុធិរិទ្ធបំផ្លាវបដូរទឿឲ្យសុផានិតត្រេះយកបាល់សុផានិតចលោ
ទំលាឲ្យរតនាផ្ទះស្រាលទូចណាឃឹមលេងលឿនមកដល់បុនរងក៏លេងក្លីជាមួយនឹងរតនារុញហើយចោះមកកន្លែងនេះបាល់អត់មានអ្នករត់យកទេ NSM លេងល្អណាស់ល្អប្រហែល Man U លេងប្រហែល Man U ថ្ងៃមុនទៅតែស្មើជាមួយ Fulham មួយស្មើនេះតែសើ Man U ថ្ងៃមុន Man U មួយស្មើមិនដល់ជាមួយ Fulham ហើយ Bruno សុទ្ធបាល់ពេអត់ចូល Bruno សុទ្ធបាល់ពេបាញ់ចាប់ពីស្លាប់ស្ដាំរបស់ក្រុមបាល់ទាត់ DGB IoT កន្លែងនេះបាល់ក៏រមៀលចេញទៅខាងក្រៅចាំមើល Man U មើល Almorim គាត់មានយុទ្ធសាស្ត្រអ្វីក្នុងការកែប្រែឬស្រោចស្រង់ក៏ព្រោះតែខ្សែប្រយុទ្ធ3រូបដែលគាត់ទិញចូលគឺអត់ទាន់មានរកគ្រាប់បាល់បានទេសម្រាប់Benjamin Sesko Brian Mbeumo រួមជាមួយនឹង Matheus Cunha កីឡាករសញ្ជាតិប្រេស៊ីលអ្នកស្នងអាវលេខ10នោះក៏មិនទាន់រកគ្រាប់បាល់បាននៅឡើយថ្ងៃមុនគឺបានត្រឹមបុកបកូលទីទេថ្ងៃប៉ះ Fulham ឥឡូវយើងមើលបាល់យើងឯនេះវិញរតនាបញ្ជូនលឿនសុផានិតផ្ទះស្ដាំហែកមកដល់វត្តបុនរងអត់អបផ្សាយទេបាល់នេះបុនរងទីស្ដាំបុនរងប៉ាត់ប្រជែងបុនរងកាត់រុញមកខាងក្រោយអត់មានអ្នកថែមទេនៅខ្សែប្រយុទ្ធលេខ10គឺបញ្ញាយកបាល់ទៅស្លាប់ស្ដាំបោះឡើងលឿនមកដល់បងប៊ុននីក៏ទម្លាក់ទៅស្លាំងស្រាំជាថ្មីពី DGB LT ស៊ីបលាជើងដឹកបាល់ជួយសុទ្ធស្ដាំច្រែកលឿនមែនតើពីខាងក្រុមបាល់ទាត់ DGB LT ខ្សែការពារគឺរមាញ់ជើងតាមតែប៉ុន្តែតាមបិទអត់ជាប់យល់ថាបាល់នេះនៅសល់ជ្រុងខាងក្រុមបាល់ទាត់ NSM ISV LT សូមផ្លាស់ប្ដូរកីឡាករសិនធ្វើប្រហែលមិនបានទេលឿនណាស់លឿនហើយច្បាស់បុតមែនតើពី DGB LT លៀបភីផ្លាស់ប្ដូរចូលក្នុងនាមជាខ្សែការពារបំផ្លោងទាត់ឃ្លាចេញបាល់នេះក៏រមៀលឆ្ងាយឃ្លាទៅស្លាប់ខាងឆ្វេងបាល់ចំណេញគប់ទូទៅខាងក្រុមបាល់ទាត់ NSM ISV LT នេះយើងទៅមើលរូបភាពមកប្លង់ទៀតកន្លែងដែលខ្សែប្រយុទ្ធស្លាប់ស្ដាំនេះរបស់ DGB គាត់ជ្រែកគាត់បានទាំងឯឡងសុតហើយក៏អ្នកចាំទីផ្ទះបាល់ចេញប្រហែលមិនបានទេលឿនមែនទែនវាសម្រុកទៅវិញដោយវុតបុនរងបែបុនរងក៏រុញទៅស្លាកខាងឆ្វេងដោយសុធិរិទ្ធរុញចោះមកស្អាតមកដល់បងគឹមហ៊ូឬក៏ណាសុកខេងទេសុកខេងបញ្ជូនចូលរបស់កណ្ដាលហើយក៏ពាំងរំខានដោយយិនសម្បត្តិទាត់មួយខូចទាត់មួយទៅប្លុកជាប់ជាមួយនឹងទូញណាឃឹមបាល់ធ្លាយចូលដៃអ្នកចាំទីដែលមានឈ្មោះថាឈឹមតៃវ៉ាន់ឈ្មោះគាត់បំផ្លាវឆ្ងាយទៅដល់អ្នកចាំទីប៊ុនធឿនវិចិត្រាលៀបភីលេងក្នុងនាមជាខ្សែការពារកណ្ដាលចាប់ដៃគូជាមួយនឹងសុកគីរ៉ារុញហើយលឿងរបស់វុតបុនរងប៉ុន្តែកន្លែងនេះក៏ផ្លាត់ជំហរចេញទៅខាងក្រៅទៅហើយយកបាល់អត់ទាន់ទេយិនសម្បត្តិតម្លាក់ឲ្យ23ពីខាងក្រុមបាល់ទាត់ DGB LT លេខ23របស់ DGB LT មានឈ្មោះថា P ឈ្មោះតែ2ម៉ាត់ទេបូននឹងនាមត្រកូលគឺ Chimpy แล้วការពីស្លាជួយឱកាសទៅពីសុផានិតបាល់កន្លែងនេះគឺអបសាយទៅហើយអបសាយនេះគឺអបសាយចំហទី1គឺសុផានិតឬក៏ហៅមួយបែបទៀតថាប៉ាតូឈ្មោះដែលក្រុមកីឡាករគាត់បានស្គាល់និងហៅជាប់ជាប្រចាំបាល់លេងពីខាងក្រោមរបស់ក្រុមបាល់ទាត់ DGB LT แล้วតែហែកមកស្លាប់ខាងឆ្វេងឆ្ងាយដូសូណារុញទម្លាក់ទៅឲ្យអ្នកចាំទីតែម្ដងសុកគីរ៉ាយកបាល់លេងសុកគីរ៉ាលេងខ្លីហើយក៏បញ្ជូនប៉ះស្រាលแล้วទៅហើយពីសុធិរិទ្ធស្លាប់ឆ្វេងសុធិរិទ្ធទីបាល់តាក់ឲ្យដួលអញ្ញាកដាក់ពីណៃហើយបាល់នេះគឺចង្អុលពេណាងទីតែម្ដងអញ្ញាកដាលគឺមើលឃើញថានេះគឺជាកំហុសការលុកស្លាយទៅលើសុធិរិទ្ធដាច់ចំហទាំងខ្សែប្រយុទ្ធដួលទាំងខ្សែការពារអ្នកស្លាយបាល់ពេណាងទីជាឱកាសគ្រាប់បាល់ទី3ពីខាងក្រុមបាល់ទាត់ NSM ISP LT
ចាំមើលថាអ្នកណាជាអ្នកទាត់បាល់ពេនឹងទីវត្តបនរងសម្រាប់រងពេមួយនេះវត្តបនរងតាំងពីខ្ញុំអត្ថាធិប្បាយជំនួបឬក៏អត្ថាធិប្បាយនៅក្រុមបាល់ទាត់ NSM ISP LT កន្លងទៅវត្តបនរងគឺផ្្លាត់មួយពេនេះយើងទៅមើលរូបភាពម្ដងទៀតកន្លែងដែលសុធារិទ្ធក៏ព្យាយាមដឹកបាល់ទៅនេះបាល់នេះគឺអត់មានតាក់នឹងជើងរបស់កីឡាករ DGB ទេគឺតាក់ដៃតែម្ដងแล้วការយើងមើលបាល់ជ្រុងអចិន្ត្រៃយ៍បាល់ពេដោយវត្តបនរងមួយបាល់នេះជួយបានម្នាក់ចាំទី DGB ILT ល្អមែនតើការសើបាល់ខណៈដែលអ្នកសុតនេះគឺសុតបង្កាច់ដែរគេថាបង្កាច់ផុតដៃគេថាបាល់នេះគឺព្យាយាមទះឲ្យផុតដៃប៉ុន្តែអ្នកចាំទីនៅតែដឹងសើលទ្ធផលមិនមានការប្រែប្រួលអ្វីនោះទេប៉ុន្តែនៅតែសម្រុកពីសុធារិទ្ធទះបញ្ជូនចូលក្នុងទះបាល់ឃ្លាចេញវត្តបនរងសុតស្ដំនេះជួយបានម្ដងទៀតវាអ្នកចាំទីណែអ្នកចាំទីឈឹមតៃវ៉ាន់របស់ក្រុមបាល់ទាត់ DGB LT សង្គ្រោះបាល់មួយផ្លែត3ដងមិនដល់1នាទីទេ3បាល់ដែលសង្គ្រោះបានសិតសឹងតែជាបាល់ល្អទឹកដៃមិនធម្មតាលៀបភាទម្លាក់ដោយវិចិត្រាការសម្រុកនៅតែមានជាបន្តបន្ទាប់ប៉ុន្តែក្របបាល់មិនទាន់កើតឡើងនៅឡើយនោះទេแล้วបំផ្លាញឆ្ងាយតែតមកក្បាលពីសុធារិទ្ធបាល់នេះក៏ចេញទៅខាងក្រៅយើងទៅមើលការសែវបាល់ពេលណាំងទីនិងការសុតដោយវត្តបនរងច្រែងឆ្វេងទាញស្ដាំសុតភឹងល្មមអ្នកចាំទីដេកខ្លួនទៅត្រូវអ្នកចាំទីគាត់ប្រេមុំមកស្អាតแล้วឱកាសមកវិញនេះកន្លែងនេះជួយបានអធិស្ឋានបាញ់មិញគឺខ្ញុំឃើញមកវុបទៀតពីខាងក្រុមបាល់ទាត់ DGB LT គឺតំណងខ្លាំងមែនទែនឥឡូវឱកាសទៅពីសុផានិតពីស្លាឆ្វេងបញ្ជូនឲ្យមេពិសិដ្ឋទៅបាល់កឹបផុតក្រោយមេពិសិដ្ឋពាំងយកចំហអត់រួចទេខ្សែការពាររហូតដល់ទៅ2រូបគឺមានខ្សែប្រយុទ្ធលេខ10ចុះជួយ support ឆក់បាល់បានមកវិញពីទុយណាឃីមទះទៅស្លាឆ្វេងឲ្យសូធីរត់សុតឆ្វេងជួយបាល់ម្នាក់ចាំទីទុកបាល់ពីមេពិសិដ្ឋទាត់ឃ្លាចេញពីខ្សែការពារអ្នកចាំទីនេះល្អម្ល៉េះល្អខ្លាំងមែនទែនការសែវបាល់នេះគឺសុទ្ធសឹងតែជាបាល់ដែលគេថាមកផុតឥឡូវបំផ្លាវលឿនបាល់នេះចូលដៃអ្នកចាំទីម្ដងទៀតបើយើងរាប់ពីការសែវរបស់អ្នកចាំទី DGB LT មិនតិចជាង6លើកទេនេះតាមអ្វីដែលខ្ញុំចំណាំត្រួសណាហើយសុទ្ធសឹងតែជាបាល់ដែលសុទ្ធពេញប្រអប់ជើងគ្រប់គ្រងមកវិញពី DGB LT បញ្ជូនឲ្យបញ្ញាឆក់បាល់បានពីរតនារុញហែកមកស្លាបខាងស្ដាំដោយកីឡាករលេខ88ទូញណាឃឹមទឹកបាល់ជ្រែកណាឃឹមអត់រួចជាមួយនឹងខ្សែការពារលៀបភាស្រែកឲ្យលេងតាំងពីចងាយប៉ុន្តែបាល់នេះគឺនៅតែអតៈយកមកវិញបានដោយដូសាណារុញចាក់ចាយដោយសុធារិទ្ធអត់អោខ្សែសុទ្ធស្ដាំបាល់នេះគឺអត់ចំទីទេគណៈដែលអាញាកតាគឺផ្លុំកញ្ចែថាបាល់អបសាយទៅហើយយ៉ាងណាអាញាកតាសម្រេចបែបណានោះគឺគាត់មានឆន្ទានុសិទ្ធិក្នុងការសម្រេចចិត្តបាល់នេះរាប់ថាជាចំនួនមួយដ៏ជក់ចិត្តបើសិនជាបញ្ចប់ក្នុងលទ្ធផលដ៏តានតឹងឬក៏បញ្ចប់ក្នុងលទ្ធផលប្រកៀកប្រកើគ្នាខ្ញុំជឿថាគូនេះគឺមានវគ្គ2នេះរាប់បានថាជាវគ្គ1ហើយក៏ព្រោះតែសាច់បាល់មើលទៅគឺល្អមែនតើមានទៅមានមកមានក្រាស់មានស្ដើងទះទម្លាក់ដោយលៀបភាបញ្ជូនចូលខ្លីមកទុយណាឃីមរុញហែមកស្លាងស្រាំឲ្យវត្តបនរងគ្រប់គ្រងបាល់បនរងទាញទះចូលដល់មកកណ្ដាលឲ្យទុយណាឃីមចលោមួយអត់ផុតចាក់មកវិញមួយជើងជាមួយនឹងខ្សែការពាររបស់ DGB LT បញ្ជូនខ្លីក្នុងប្រអប់ទីហើយក៏បន្តលេងមកប៉ះស្រាពីខ្សែ5ទាត់មកជើងឃ្លាចេញពីខ្សែការពាររបស់ DGB LT លេខ4មានឈ្មោះថាឆោវ៉ាន់ខ្សែ5នេះមានឈ្មោះថាចន្ទធីលេងលឿនសុកេរ៉ាបំផ្លោងបដូរទិសទៅស្លាឆ្វេងឲ្យសុធារិទ្ធទូបាល់មកស្អាតសុធារិទ្ធទាញសុធារិទ្ធ3ជើងហើយមិនរាប់ជើងទី3ដែលជាជើងអបសាយមុននេះគឺជើងទី3ហើយដែលគាត់សុទ្ធចំទី1និងខុយប្រផិតទី2លើកតែអាណាខ្ញុំចំណាំបានថាឲ្យតែគាត់មានឱកាសគាត់តែងតែមានក្របបាល់ពីខ្សែប្រយុទ្ធលេខ66សុធារិទ្ធ
ពូគាត់សុទ្ធជើងគាត់ធ្ងន់ល្អហើយបំផ្លោងយកបាល់បានពីវុតប៊ុនរងតែខ្លីហើយក៏បញ្ជូនបន្តឲ្យទូយណាឃឹមបាយណាឃឹមទាញផុតបញ្ជូនទឹកលេងនេះទាត់ឃ្លៀចេញមកវិញបាននៅសល់ដូសេណាតលាក់ស្រាលចុចផ្ដាច់បដូរទិសទៅស្រាលជួយឲ្យសុកខេងលេងខ្លីអត់ផុតនឹងខ្សែការពារបែរមកវិញលឿនពី DGB IoT បញ្ជូនឡើងឲ្យ19ញាក់មួយទី2ចាក់មកចុងជើងបាល់ចំណេញទៅខាងក្រុមបាល់ទាត់ NSM ISV IoT 19នេះមានឈ្មោះថានប់រតនៈ19នេះហើយដែលសុទ្ធមួយជើងអ្នកចាំទីប៊ុនធឿនវិចិត្រាផ្ទះបាល់ចេញបើសិនជាមិនមានអ្នកចាំទីខែលដសៀលចុងក្រោយគឺច្បាស់ណាស់ក្របបាល់2ស្មើហើយត្រង់ចំណុចមួយនោះแล้วតែតបទូចណាឃឹមខូចបាល់យកមកវិញពីតំបន់កណ្ដាលដោយឈិនសម្បត្តិបញ្ជូនលឿននៅសល់សុកគីរ៉ារបស់ NSM ISV IoT មេពិសិដ្ឋតាក់ឲ្យមកស្លាងស្រាមឲ្យវុតប៊ុនរងកន្លែងនេះយ៉ាងណាអត់ឲ្យចេញទេប៊ុនរងលឿនមែនតើប៊ុនរងហ្វាំងមួយទី2ប៊ុនរងទីស្រាប់ប៊ុនរងកាត់បញ្ជូនចូលប្រាប់ថាឆ្វេងជួយបានម្ដងទៀតពីអ្នកចាំទីយ៉ាងណាមើលស្ថិរសិនងើបដួលអត់តន់ងើបអត់តន់មកវិញទេស្ថិររំបាញ់មិញគឺលុកមកអស់ដែរខណៈដែលខ្សែការពារក៏ព្យាយាមរាំងត្រង់ចំណុចនេះគឺមានការប៉ះទង្គិចគ្នាតិចតួចតែឆ្វេងហាយឡើងអញ្ញាកតាគឺរលាស់ទង់ផ្លាច់តែម្ដងលេខ18គឺព្យាយាមរត់ត្របាញ់ជើងទៅ18នេះមានឈ្មោះថាប៊ុននីសុផានិតបាយបាល់ផ្ទះស្រាមឲ្យទុយណាឃឹមស្រូឲ្យសុផានិតរត់1-2សុផានិតឆ្វែងមកជុំសុផានិតស្រូចាក់ចោលអត់ផុតជាមួយនឹងចន្ទធីទាញបាល់ចេញផ្លោងស្ដាំឡើងមកខាងលើឆ្ងាយដកទ្រូងមួយពីបញ្ញាដឹកបាល់លឿនបញ្ញា1-2បញ្ញាតាក់ឆ្វេងបំផ្លោងផ្ដាច់បដូរទៅស្លាប់ស្ដាំទប់យកមកវិញពីសុកខេងអត់ដល់លេខ19នប់រតនៈទេបាទដល់នប់រតនៈគឺប្រហែលមិនបានឡើយយកមកវិញពី DGB IoT បញ្ជូនលឿនកន្លែងនេះបើសិនជាយកក៏បាល់នេះទំនងថាអបផ្សាយដែរពួកគាត់ឡើងចូលរ៉ូលរបស់គាត់គឺអត់តន់ដល់ផងបាល់មិញមុំរតនាបញ្ជូនលឿនឲ្យទុយណាឃឹមតាក់ឲ្យមកស្លាងស្រាមឲ្យវុតប៊ុនរងបញ្ជូនទៅក្នុងអត់ផុតនឹងជើងខ្សែការពារលេខ4ឃ្លៀឡើងឲ្យ11គឺវងសៀងហាក់កាពីតានក្រុមដកទ្រង់កាត់ទម្លាក់ពីឈិនសម្បត្តិហើយក៏យកបាល់លេងពីសុជាតិឆក់បាល់បានពីទុយណាឃឹមកាប់បញ្ជូនឲ្យមេពិសិដ្ឋបាល់នេះគឺវីនឹងចូលទីបានទៅវីទេគឺអត់គេថាអត់ឆ្ងាញ់ដាក់ផ្លុកតែបានប្រហើទីដូសេណាទាញមកចកេះដាច់3បញ្ជូនទម្លាក់ឆ្ងាយទៅឲ្យអ្នកចាំទីប៊ុនធឿនវិចិត្រាយើងទៅមើលរូបភាពនេះកន្លែងដែលទុយណាឃឹមគាត់ឆក់បាល់បានហើយក៏គាត់ចែកទៅឲ្យមេពិសិដ្ឋផ្ទះនេះគឺមួយទំហឹងដែរប៉ុន្តែអ្នកចាំទីឈរចំប្លង់ទុយណាឃឹមទម្លាក់ហាយឲ្យវុតប៊ុនរងទាញយកឆ្វេងបាល់អបផ្សាយហើយកន្លែងនេះតែបើក្រុមទាំងពីរបើយើងនិយាយទៅគឺចំនួនបាល់អបផ្សាយគឺប្រហែលគ្នាជួចិត្តមែនតើការប្រកួតនេះខ្ញុំអត្ថាធិប្បាយគឺអត់ខ្ជិលអត្ថាធិប្បាយទេគូដែរមានទៅមានមកបែបនេះតែបាល់មួយដែលរដាស់គេថាម៉ាស៊ីនល្អគិតទៅគុណភាពជប៉ុនហើយបំផ្លោងទៅកន្លែងនេះឱកាសទៅពីបញ្ញាលេខ10សុទ្ធឆ្វេងអត់មានចំហពេញផ្ទះបាល់ចេញពីអ្នកចាំទីប៊ុនធឿនវិចិត្រាបាល់នេះវិចិត្រាគាត់ក៏រៀងរអិលជើងខណៈដែលអត់មានចំហក្នុងការចាប់បាល់ឲ្យនឹងមួយកន្លែងហើយក៏សល់បាល់ចំណេញទៅខាងក្រុមបាល់ទាត់ DGB IoT ថា DGB IoT នេះគឺមិនធម្មតាទេខ្ញុំមានថាល្អហើយបំផ្លោងលឿនតាច់មកក្បាលអត់ដល់ឃ្លៀចេញពីសុកខេងយកបាល់បានមកវិញពីនប់រតនៈแล้วកាសទៅបញ្ជូនខ្លីពីវងសៀងហាក់អត់ផុតទេជាមួយនឹងសុកគីរ៉ាខណៈដែលបងវងសៀងហាក់បាញ់មិញគឺគាត់បំរុងតកឹបយកឆ្វេងឆក់បាល់លឿនបញ្ជូនឲ្យលេខ8ចលោ1លេងខ្លីពីវងសៀងហាក់แล้วបំផ្លោងផ្ដាច់ពីចន្ទធីចូលដៃអ្នកចាំទីលេខ8មិញមានឈ្មោះថាសុភត្រាទាញបាល់មកចកេះដាច់ស្អាតសុកខេង
សុកខេងលេងខ្លីជាមួយដូសាណាក៏ធ្លាយទៅដល់មុំរតនាមួយរតនាបញ្ជូនលឿនបែរបាល់ពីទូចណាឃីមទៅមកជុំទៀតអត់ផុតនៅសល់សុផានិតឥឡូវឱកាសទៅពីស្លាជួយដាច់ស្អាតមែនទេឱកាសទៅឲ្យពីសុធិរិទ្ធបញ្ជូនឱកាសពីមេពិសិដ្ឋតល់ស្ដាំបាល់នេះគឺអត់ចំទីឥឡូវទាត់មកជើងថែមអត់មានអ្នកបញ្ចូលទីទេបាល់នេះគឺថែមមិនតាន់ឡើយគណៈបាល់គឺគាត់សុទ្ធប៉ុន្តែសុទ្ធមិនពេញជើងប្រៀបបីដូចជាការកាត់វត្តបណ្រងលេងលឿនពីខាងក្រោមដោយខ្សែការពារលេខ5គឺចន្ទថនឈ្មោះគាត់វងសិង្ហាបោះឡើងអត់ផុតសុកខេងបញ្ជូនខ្លីដូសាណាទាញមួយសិនដូសាណាបន្តលេងជាមួយមុំរតនាកឹបរតនាក៏ទម្លាក់ឲ្យដូសាណាទាញមួយទី2ដូសាណាស៊ីប្លោះចឹងបានមួយប៉ុន្តែនៅសល់អ្នកទី2យកមកវិញពីដូសាណាអតិអតបបាល់ក៏រមៀលចេញទៅខាងក្រៅចំណេញទៅខាងក្រុមបាល់ទាត់ NSM ISV LT សួស្តីទៅកាន់លឹមហៀងស្វាគមន៍មកកាន់ការផ្សាយថ្ងៃនេះអត់មកគេថាអត់មកគ្រប់ត្រូលដោយផ្ទាល់គេថាគ្រប់ត្រូលពីចម្ងាយសុកេរ៉ាលេងខ្លីមកប៉ះស្រាលធ្លាយទៅដល់ដូសាណាលេងលឿនយកបាល់ពីទួយណាឃីមស្រុះហែកទម្លាយមកកន្លែងនេះចាក់ចោះទៅអត់បានរត់ទេពីវត្តបណ្រងគឺព្យាយាមរេរត់តាំងពីសើទី1ដល់សើទី2គាត់អកបដោយគេថាអត់ដឹងថាត្រូវទៅមុខឬក៏ទៅក្រោយបញ្ជូនទម្លាក់លើបញ្ជូនហែកចាក់ឡើងមកមុំរតនាបោះលឿនមកសុផានិតទូចណាឃីមទឹកបាល់ជ្រែកទូចណាឃីមកប់យកឆ្វេងអត់ផុតយកមកវិញពី DGB LT បញ្ជូនឆ្ងាយទម្លាយទៅអ្នកចាំទីប៊ុនធឿនវិចិត្រាតាហែកអស់ដើម្បីស្រួលបោះបាល់នៅគៀកគ្នាខ្លាំងពេកគឺបបាសការរកប្រឡោះចោះចែងមែនតើលៀបហៀNSM ISP Win ISP LT Win ពីលឹមហៀងមុំរតនាសុផានិតទាញឆ្វេងផុតទះឆ្វេងឡើងអត់រួចនឹងខ្សែការពារយកបាល់មកវិញពីចន្ទធីឆក់បាល់បានពីទួយណាឃីមប៉ុន្តែមើលទៅចំហមុំធំឡមែនទែនពីចន្ទធីឥឡូវទួយណាឃីមការលេងអតិអតបមុខទីជាការផ្ដល់នៅផលចំណេញក្នុងការអតបាល់ពីទូចណាឃឹមការឡើងអតហើយក៏ឆក់បាល់បានចាច់មកចុងជើងស្ដាំទម្លាយដៃអ្នកចាំទីបង្កើតឲ្យមានក្របបាល់ទី3ទល់នឹង1យើងទៅមើលរូបភាពម្ដងទៀតនេះកន្លែងដែរ45មានឈ្មោះថាចន្ទធីក៏ព្យាយាមពាំងហើយក៏ទម្លាក់ដូចហុចឲ្យទូចណាឃឹមរត់ទៅឆ្កឹះបាល់ទម្លាយសំណាញ់ទីខណៈអ្នកចាំទីគាត់អត់បានប្រេទេបាល់នេះគាត់គិតថាលេខ45នេះគាត់ឃ្លៀប៉ុន្តែមានទៅបានឃ្លៀណាទម្លាក់ឲ្យគាត់ក៏មិនបានប្រេចូលទីប្លុកសួស្តីទៅកាន់មេងដាលីនស្វាគមន៍មកកាន់ការផ្សាយ NSM ISP ពេញបេះដូងឥឡូវ3-1ហើយគិតត្រឹមថេរវេលា45នាទីនេះសម្ពាធកាន់តែមានច្រើនទៅសម្ពាធកាន់តែធ្ងន់ទៅលើខាងក្រុមបាល់ទាត់ DGB LT ដោយសារតែ2គ្រាប់ដំបូងគឺថារៀងតឹងប៉ុន្តែពេលនេះគឺនាំមុខបានដល់ទៅ3គ្រាប់សរុបនិង2គ្រាប់ដាច់ពីក្រុមបាល់ទាត់ NSM ISP LT ឥឡូវបញ្ជូនទៅត្រង់នេះឱកាសទៅពីវត្តបណ្រងទាញយកឆ្វេងបណ្រងទុបយកស្ដាំបណ្រងទាញបណ្រងសលឹងមើលគ្រាបណ្រងសម្រាប់ក្របបាល់ទី4ដល់ខ្សែប្រយុទ្ធលេខ30វត្តបណ្រងការទាញហើយក៏សុទ្ធខ្លួនឯងតែម្ដងសលឹងរកគ្នាដើម្បី support ប៉ុន្តែអត់មានអ្នកឡើងលឿនមានតែសម្រាប់ទីគណៈដែលអ្នកចាំទីលើកនេះគឺมันអាចជួយបាននោះទេ4ទល់នឹង1ត្រឹមតែ1ផ្លែតប៉ុណ្ណោះយើងទៅមើលរូបភាពម្ដងទៀតនេះកន្លែងដែលប៊ុនរងគាត់ឆក់ឱកាសបានហើយក៏គាត់ស្លឹងមើលដែរនេះគាត់ឆាក់មើលក្រៅខ្នងក៏ដែរប៉ុន្តែអត់មានអ្នកមកជួយទេម្ល៉េះហើយគាត់មានតែសម្រាប់70ទីខណៈដែលកម្លាំងជើងលេខ30វត្តប៊ុនរងនេះក៏មិនធម្មតាទេមិនធម្មតាដែរមានដែរនេះសុផានិតរត់ហែកមកស្ដាំប្រែប្រួលលទ្ធផល
45នាទីមានគ្រាប់បាល់ទី3ឈានចូលដល់នាទីទី46មានគ្រាប់បាល់ទី4 គិតត្រឹមនាទី1នេះ88ពេញបេះដូងដាលីនមេងដាលីន88ពេញបេះដូងឥឡូវសតស្ដាំកន្លែងនេះជួយបានម្នាក់ចាំទីមកជើងនេះគឺធ្ងន់មែនតើអ្នកចាំទីគឺចាប់ឡើងបាសជើងតែម្ដងប៉ុន្តែសែវបានបាល់បាញ់មិញកលែងតែកលែងមើលខមមិនបងប្អូនយើងបុនធឿនវិចិត្រាគឺសែវបាល់មួយទំហឹងយ៉ាងល្អយើងចាំមើលបន្តិចទៀតនឹងមានរូបភាព highlight ជូនលេខ88ទូញណាឃីមបោះហើយម្ដងសុផានិតចាក់ស្រាលបន្តលេដូសនៈទី1អត់ផុតនៅសល់វុតប៊ុនរងមកប៉ះស្រាលតម្លាក់ពីឈិនសម្បត្តិហើយក៏បោះហែកមកស្លាកខាងឆ្វេងពីរតនៈលេខខ្លីៗ1-1យកមកវិញពីក្រុមបាល់ទាត់ NSM ISV LT សុកគីរ៉ាក៏បញ្ជូនដល់អ្នកចាំទីប៊ុនធឿនវិចិត្រា NSM ISP LT ធ្វើបានល្អណាស់ឥឡូវគឺកំពុងតែ fit ហើយគេថាដើមតង់អត់តាន់ពេញសាច់ចូលដល់ពាក់កណ្ដាលតង់គឺដាក់មកបឹបឥឡូវ 4-1 សុផានិតឆក់បាល់បានមកវិញពីលេខ8របស់ក្រុមបាល់ទាត់ DGB LT បញ្ជូនកន្លែងនេះអត់ផុតជាមួយនឹងសុផានិតបញ្ជូនឲ្យទៅស្លាឆ្វេងក៏មិនផុតជាមួយនឹង DGB LT អធិស្ឋានខ្ញុំមើលលេខ I ក៏អត់តាន់ទេឥឡូវប៉ាត់កលទាញមកវិញយកបាល់បានចលោ1-1បញ្ជូនចាក់ចោះមកអត់ផុតនឹងលេខ8មានឈ្មោះថាសុភត្រាថាហែកឲ្យអស់ស្រួលបោះបាល់แล้วបញ្ជូនឆ្ងាយតតឃ្លាឡើងក៏ទលេទៅដល់លៀបភាសុផានិតបញ្ជូនមកខាងក្រោយឲ្យសុកគីរ៉ាបែរមួយពីសុផានិតចុចផ្ដាច់ទៅស្លានឆ្វេងដកទ្រង់បានស្អាតជន់បែរពី21នេះមានឈ្មោះថាសុកប៊ុនណាแล้วតែតបយកមកវិញពីទូញណាឃីមរុញហើយទៅស្លាខាងឆ្វេងឲ្យសុធិរិទ្ធទាញឆ្វេងសុធិរិទ្ធបាល់កន្លែងនេះគឺគាត់កាត់មិនមែនសុតទេបើតែការកាត់មួយនេះដូចជាប៉ះឬក៏យ៉ាងណាបាល់នៅសល់ចំណេញគឺបាល់គប់ទូពីខាងក្រុមបាល់ទាត់ DGB LT ការគប់ទូមួយនេះគឺគប់ក្បែរទីគឺគ្រោះថ្នាក់បើសិនជាគប់ផ្លាត់แล้วទម្លាក់ឲ្យដូសូណាយកមកវិញពីឈិនសម្បត្តិបញ្ជូនឆ្ងាយចែកទៅស្លាប់ខាងស្ដាំកម្លាំងថ្មីដែលទៅផ្លាស់ប្ដូរចូលមិនកម្លាំងថ្មីប្រមាណទេគឺដូរចូលពាក់កណ្ដាលតង់គឺលេខ25នេះមានខ្ញុំរាប់ថាឈ្មោះសវណ្ណតែម្ដងក៏ព្រោះតែកីឡាករដែលបញ្ជីឈ្មោះមកមានមួយរូបដែលអត់មានលេខគឺសវណ្ណនេះឯងអញ្ចឹងប្រហែលជារូបគាត់ហើយមើលទៅថាសុំលាក់លេខឲ្យតែឈ្មោះមកសិនហើយបែបញ្ជូនចាយឲ្យដូសូណាលេងខ្លីឈ្មោះថាសវណ្ណនេះបើខេមរៈភាសាគេថាមាសប្រែថាមាសប៉ុន្តែគេមិនប្រើឈ្មោះមាសសុទ្ធគេប្រើសវណ្ណឬក៏សវណ្ណាដូចដែនដីសវណ្ណភូមិដែនដីមាសបញ្ជូនទម្លាយមកសុកគីរ៉ាបោះឡើងមកវុតប៊ុនរងបោះលឿនបាល់ក៏លោអញ្ញាកតាផ្លុំកញ្ចែបញ្ចប់ការប្រកួតតង់ទី1លទ្ធផលបណ្ដោះអាសន្នគឺក្រុមបាល់ទាត់ NSM ISP LT នាំមុខ4-1ទៅលើក្រុមបាល់ទាត់ DGB LT យ៉ាងណាខ្ញុំបាទរួមនឹងក្រុមការងារក៏សូមពេលសម្រាប់ប្រើប្រាស់កញ្ចប់សេវាកម្ម NSM ISP មានដូចជាកញ្ចប់គេហដ្ឋានកញ្ចប់អាជីវកម្មការលក់តាមអនឡាញការកម្សាន្តប្រចាំថ្ងៃមានភ្ជាប់អ៊ីនធឺណិតនៅក្នុងខេត្តកណ្ដាលទីក្រុងភ្នំពេញនិងក្រុងសៀមរាបអ៊ីនធឺណិត NSM ISP ភ្ជាប់ភ្លាមលឿនផ្លែតប្រើប្រាស់គ្រប់តម្រូវការរបស់លោកអ្នក
អនុញ្ញាតស្វាគមន៍និងគោរពជម្រាបសួរប្រិមិត្តទូរទស្សនិកជនជាទីមេត្រីស្វាគមន៍មកកាន់ការផ្សាយម្ដងទៀតការប្រកួតបាល់ទាត់ជំនួបមិត្តភាពរវាងក្រុមបាល់ទាត់ NSM ISP IoT ត្រូវជួបតទល់ជាមួយនឹងក្រុមបាល់ទាត់ DGB IoT ដែលការប្រកួតនេះគឺនឹងធ្វើឡើងនៅតង់ទី2ហើយត្រៀមសម្រាប់តង់ទី2លោកយ៉ាងកតាគឺត្រៀមចាប់ផ្ដើមការប្រកួតយ៉ាងណាសម្រាប់រូបភាពនិងសម្លេងអធិស្ឋានបងប្អូនយើងដោយសារមានបញ្ហាបច្ចេកទេសស្គរបបន្តិចអាចថាវាកៀងឬក៏ក្តៅបែបណានោះយើងក៏អត់ទាន់បានដឹងដែរសារបញ្ហាមួយនេះគឺអត់ដែលជួបពីមុនមកទេអញ្ចឹងសង្ឃឹមបងប្អូននឹងយកយល់សម្រាប់ scoreboard លោកយ៉ាងកតាគឺកំពុងតែរកសមាជិកភាពកីឡាករនៅលើទីលានត្រៀមចាប់ផ្ដើមការចេញពីក្រុមបាល់ទាត់ NSM ISP IoT ដោយកីឡាករលេខ68គឺមេពិសិដ្ឋលើបាល់ចាប់ផ្ដើមលេងពីខាងក្រុមបាល់ទាត់ NSM ISP IoT ទម្លាក់ឆ្ងាយគេថាសមាជិកកីឡាករទាំងសងខាងគឺមានដូគឺដូភាគច្រើនតែម្ដងមិនមែនដូម៉ាក់មួយទេគឺដូមួយឈុតធំຕົកតែកីឡាករសំខាន់មួយចំនួនប៉ុណ្ណោះបងសម្បត្តិបោះឡើងហើយក៏បែរក្រោយពីកីឡាករកម្លាំងថ្មីរបស់ DGB IoT កីឡាករនេះគឺអត់មានទាំងលេខទៀតនៅលើអាវរបស់គាត់ចឹងហើយខ្ញុំគឺពិបាកក្នុងការសម្គាល់ឬក៏ហៅឈ្មោះគាត់ខ្លាំងមែនតើឡើងមើលឆ្វេងមើលស្ដាំផ្ទះហែកឆ្វេងអត់ផុតហើយក៏ទម្លាក់មកត្រង់នេះស្ទើយកបាល់បានពីរស្មីទៅអត់រួចទេ3រូបឯណោះក្នុងការតាមប្រេះរំខានទៅមួយសាទៀតពី21នេះមានឈ្មោះថាសុគន្ធណាលែងលឿនឃើញថាកីឡាកររបស់ក្រុមបាល់ទាត់ DGB IoT គឺមានកីឡាករខ្លះគាត់អត់មានលេខអញ្ចឹងហើយខ្ញុំគឺនឹងព្យាយាមហៅដើម្បីឲ្យបងប្អូនយើងងាយសម្គាល់គាត់បានបើមានលេខនៅលើខោខ្ញុំហៅលេខនៅលើខោគាត់តែម្ដងកីឡាករទៅពីទូចណាខឹមសុទ្ធស្ដាំកន្លែងនេះជួយបានពីអ្នកចាំទីគឺឈីមតៃវ៉ាន់ការសុទ្ធពីចម្ងាយ direct យកទីតែម្ដងស្រូចាក់ហែកឡើងមកខាងលើបាល់នេះក៏ធ្លាយទៅអ្នកចាំទីប៊ុនធឿនវិចិត្រាអធិស្ឋានសម្រាប់ scoreboard បងប្អូនយើងជម្រាបម្ដងទៀតដោយសារតែមានបញ្ហាបែបជាគាំងមើលទៅបានជាមិន load scoreboard ហើយបំផ្លោងឡើងមកត្រង់នេះបាល់ក៏ទៅឆ្ងាយប៉ុន្តែអ្នកចាំទីគឺចេញមកសង្គ្រោះបាល់យ៉ាងណាអ្នកចាំទីប៊ុនធឿនវិចិត្រាពាំងបាល់នេះគឺពាំងរហូតតតែចេញទៅខាងក្រៅតែម្ដងធួគៀសេងកម្លាំងថ្មីរួមជាមួយនឹង Pizomania ក៏ចូលដែរតង់ទី2នេះខណៈតង់ទី1គឺអត់ដាក់ទេแล้วការពីស្លាការឆ្វេងទៅដោយវុតប៊ុនរងគ្រប់គ្រងបាល់ប៊ុនរងទម្លាក់មកខាងក្រៅទូចណាឃីមទាញឆ្វេងលេងខ្លីខ្ចីជើងស្រាមជាមួយវុតប៊ុនរងផ្ទះបញ្ជួលនៃមេពិសិដ្ឋបើកចំហមកដល់បងសម្បត្តិទាត់មកជើងឃ្លាចេញធ្លាយមកដល់រស្មីគ្រប់គ្រងបាល់រស្មីផ្ទះឆ្វេងទុបបាល់មកសាពីទូចណាឃីមបញ្ជួលនៃមេពិសិដ្ឋអត្តពីខាងក្រោយយកបាល់ជន់បែរពីកីឡាករកម្លាំងថ្មីខោសខ្ញុំសូមហៅគាត់ចេះតែម្ដងចុះដោយសារតែនៅលើខ្លួនរបស់គាត់គឺអត់មានលេខសម្គាល់តែឡើយការសុទ្ធឆ្វេងផ្ទះឆ្វេងរកក្របបាល់ hat trick ពីកីឡាករលេខ30វុតប៊ុនរងការសុទ្ធសម្រាប់ទីដែលការប្រើប្រាស់ជើងឆ្វេងមួយជើងនេះគឺគ្មានសល់ទេជើងឆ្វេងគឺសម្រាប់បាន2គ្រាប់ហើយដោយខ្សែប្រយុទ្ធលេខ9អធិស្ឋានលេខ30វុតប៊ុនរងការលេងលឿនផ្្លាត់ស្នៀតមុខទីជាការផ្ដល់ផលចំណេញដោយវុតប៊ុនរងសម្រាប់ទីបានកែបាល់ជាថ្មីម្ដងទៀតពីខាងក្រុមបាល់ទាត់ DGB IoT បញ្ជូនលឿនឲ្យខ្សែការពារនៅតំបន់ខាងក្រោមហើយក៏បន្តលេងឲ្យកីឡាករកម្លាំងថ្មីខោសបញ្ជូនចាក់ហែមកត្រង់នេះអត់អបសាយទេប៉ុន្តែយកបាល់អត់តន់ទេពីចន្ទធីព្យាយាមលូកយកដែរប៉ុន្តែយកអត់តន់ទេកុយសៀវម៉ៃកាប់អត់ផុតបែរប្រជុំរតនាលេងរតនាក៏ទម្លាក់មក Pizomania
មីនីរុញហើយមកស្លាប់ខាងស្ដាំឆ្ងាយវ៉ាន់ឌីកឹបក្រោយវ៉ាន់ឌីបញ្ជូនលឿនទម្លាក់ឲ្យខ្សែការពារផ្ទះទៅតែមកមុំរតនាក៏រុញហើយមកកន្លែងនេះបាល់ក៏ធ្លាយទៅដល់អ្នកចាំទីទៅហើយគ្រប់គ្រងបាល់មកវិញពី DGB IoT បញ្ជូនឲ្យលេខ8ខ្ញុំសូមមើលឈ្មោះគាត់ម្ដងទៀតសិនលេខ8នេះមានឈ្មោះថាសុភ័ត្រាអត់សូវបានចាំឈ្មោះគាត់ទេដោយសារតែទៅតែឃើញលើកទី1អញ្ចឹងគឺពិបាកក្នុងការចាំឈ្មោះបន្តិចហើយរុញហើយមកស្លាប់ខាងស្ដាំទៅបំផ្លោងចាក់ឡើងមកខាងលើកន្លែងនេះប៉ុន្តែនៅសល់បាត់នេះទាត់បាល់ខុយបាត់ពាំងយ៉ាងណាអញ្ញាថាអត់មានការបរិទេខណៈដែលតវ៉ាមិនថាបាល់ប៉ះដៃយកបាល់បាន2 23អត់តែអតុបពីបងសម្បត្តិហើយក៏បញ្ជូនឆ្ងាយទៅឲ្យភីសូមីនីថាកុំមកនៅនឹងហើយចាំគាត់ឡើងយកបាល់សួស្ដីទៅកាន់បងប្អូនយើងជាថ្មីម្ដងទៀតនិរន្តរ៍ស្វាគមន៍បងមកកាន់ការផ្សាយបងបាត់ខ្លួនទៅតែឃើញមកទស្សនា MC សំឡេងខ្ជូនណាស់អរគុណច្រើនបងនេះយើងទៅមើលកន្លែងដែលមានគ្រាប់បាល់ទី5ពីវុតប៊ុនរងនេះកន្លែងដែលបញ្ជូនមកប៊ុនរងអត់មានຕົកទេបាល់នេះផ្ទះឆ្វេងភឹងសម្រាប់ទីយ៉ាងណាបងនិរន្តរ៍សុខសប្បាយទេបងសុខសប្បាយទេឥឡូវស្កអរបតរបស់យើងគឺបានមកវិញហើយបងប្អូនយើងសប្រៃមែនទេស្កអរបតគឺថាលេងស៊ីមួយផ្លែតអស់ប្រហែលជា4នាទីឥឡូវកាពីមេពិសិដ្ឋបញ្ជូនកន្លែងនេះផ្ទះឆ្វេងទៅអត់ផុតនឹងខ្សែការពារតាមយកបាល់មកវិញស្រូបាល់ហែកឆ្ងាយឱកាសទៅពី23នេះលឿនខ្លាំងមែនទែនមានឈ្មោះតាភីបញ្ជូនអត់ផុតទេមួយធួគីសេងដឹកបាល់យកលឿនធួគីសេងរុញហែកទៅវុតបណ្រងដូរស្លាប់លេងតាំង1លេងស្រាំតាំង2លេងឆ្វេងឆ្លាស់រោលជាមួយនឹងរស្មី89បែរក្រោយឆក់យកបាល់បានពីកីឡាករខោសខ្ញុំមើលលេខក៏អត់ឃើញទេឆ្ងាយពេកដោយសារតែនៅលើអាវរបស់គាត់គឺអត់មានលេខអញ្ចឹងហើយខ្ញុំសុំហៅកីឡាករខោសហើយក្បឺម32ណាដូរចេញទៅ32កំពុងតែលេខកូដស្ដាំបង32បងវ៉ាន់ឌីអំបញ្ញមិញគឺប៊ីផ្លាត់គប់ទូលឿនធួគីសេងចាក់ឡើងមកខាងលើមកប៉ះស្រាលពីមុំរត្រាឲ្យធួគីសេងបញ្ជូនបន្តប៉ះមកកន្លែងនេះគឺអត់បានល្អទេបាល់ក៏ចេញទៅខាងក្រៅបងសុកធម្មតាតែរវល់ធ្វើសំណង់សំណង់អីបងលុយឡើងខេថាធ្វើសំណង់មិនសមឥឡូវឱកាសពីភីសូមីនីគេហៅភាសាសាមញ្ញគេថាកាបលុយពីស្លាប់ក៏ស្ដាំរស្មីបញ្ជូនចូលមកកណ្ដាលទុយណាឃឹមស្រូចាក់ហើយមកនេះស្អាតមែនទេបាល់លេងឱកាសទៅពីរស្មីកាត់ទៅស្លាប់ឆ្វេងអត់បានថែមទេការកាត់អំបញ្ញមិញគឺបាល់រៀងលោតបន្តិចទៅឲ្យមេពិសិដ្ឋគឺគាត់បបាក់ក្នុងការលុកជើងទៅថែមមែនទេហើយបាល់នេះក៏ចំណេញជាបាល់ goal kick ទៅខាងក្រុមបាល់ទាត់ DGB IoT កីឡាករកម្លាំងថ្មីបញ្ជូនឡើងលើឲ្យលេខ8គឺសុភ័ត្រាគ្រប់គ្រងបាល់សុភ័ត្រាទះឲ្យមកស្លាប់ខាងស្ដាំលឿនចោះមកវិញស្អាតរុញបន្តទៅត្រង់នេះបាល់ក៏ធ្លាយទៅដល់ធួគីសេងហើយក៏ទម្លាក់ឆ្ងាយទៅដល់វិចិត្រាទះចូលមកកតាមុំរតនារុញហែងមកដល់ទូចណាឃឹមស្រូទះជើងឆ្វេងដោយវុតប៊ុនរងអាចរកក្របបាល់ទី4របស់ខ្លួនបានឬទេប៊ុនរងសុទ្ធស្ដាំកន្លែងនេះគឺក្រៅសំណាញ់ទីទេយ៉ាងណាមើលពីជំហៀងខាងនេះមើលទៅតំណងមែនទេបាល់នេះគឺបាល់នេះអាចស្រ័យចូលបងប្អូនទេបាល់នេះគឺចូលមិនមែនក្រៅសំណាញ់ទីទេខ្ញុំមើលស្មានតែបាល់នេះគឺនៅក្រៅសំណាញ់ទីឥឡូវប៊ុនរងគឺរកក្របបាល់ទី6សម្រាប់ក្រុមនិងជាក្របបាល់ទី4របស់ខ្លួនទៅហើយមួយជើងអំបញ្ញមិញនេះគឺលឿនពេកហើយដែលធ្វើឲ្យខ្ញុំនេះមើលតាម live មើលតាម monitor ផងមើលជាក់ស្ដែងផងមើលមិនតាន់យើងទៅមើលរូបភាពម្ដងទៀតពីមុំខាងនេះវិញម្ដងច្បាស់ជាងក្បែរទីប៊ុនរងតាក់ភឹងនេះចូលទីតើបងប្អូនអើយខ្ញុំនេះស្មានតែនៅក្រៅទីដំបងឡើយយើងទៅមើលមកប្លង់ទៀតកន្លែងនេះតាក់ភឹងណែខ្ញុំនេះមើលអត់តាន់អធិស្ឋានក្របបាល់ទី6បានកាត់ឡើងហើយឥឡូវយកលេងមកវិញពីកីឡាករលេខ13របស់ក្រុមបាល់ទាត់ DGB IoT ទៅណាទៅមុខរួចរុញមកខាងក្រោយ
បាត់14អត់ឃើញអូ14ទេបង14អត់ឃើញទេបង14អូ14នេះកំពុងអង្គុយនៅខាងក្រៅបងហើយបញ្ជូនកន្លែងនេះបាល់ក៏ចូលទៅដល់អ្នកចាំទីលេខ14គឺបានលេងតង់1គឺបងគឹមហួរតង់2នេះគឺកំពុងតែសម្រាកសិនហើយកុយសៀមីដឹកបាល់ជ្រែកទះហែកទៅស្លាងឆ្វេងរុញមកខាងក្រោយទូចណាខឹមពីវត្តប៊ុនរងទូចណាខឹមស្រូលឿនឲ្យមេពិសិដ្ឋសលឹងប៊ុនរងអត់តន់ចែកទះស្រាលផុតចក់ប្រឡោះជើងយកមកវិញពី DGB IoT ការព្យាយាមលេង 1-2 លើរុញហើយទៅអ្នកចាំទីលើកនេះគឺផ្ដាច់យកតែម្ដងដោយសារបាល់មុនគឺគាត់បានប្រេប៉ុន្តែលើកនេះគឺប្រេមកចប់យកបាល់លេងពីលេខ13របស់ក្រុមបាល់ទាត់ DGB IoT ឥឡូវបញ្ជូនឡើងលើលឿនហែកទៅស្លាវកស្រាមបាល់នេះក៏ធ្លាយទៅដល់អ្នកចាំទីយ៉ាងណាប៊ុនធឿនវិចិត្រាគឺផ្ដល់ដៃផ្ដល់សញ្ញាថាសុំដូរកីឡាករសុំដូរគាត់មកទៅឲ្យនៅពិសាលគឺបានចូលលេងម្ដងនៅពិសាលដៃទី2ផ្លាស់ប្ដូរចូលហើយប៊ុនធឿនវិចិត្រាខ្ញុំកត់សម្គាល់ឃើញថាគាត់សើបាល់បានបាល់ដែលល្អបំផុតណាគឺរាប់ថាជាបាល់ដែលល្អខ្លាំងគឺ3គ្រាប់បាល់បុកបង្គោលទី1សើបាល់សុទ្ធ direct 2លើកហើយសុទ្ធសឹងតែជាបាល់ដែលសុទ្ធពេញជើងបើសិនជាមិនមានការសើមួយនេះទេប្រហែលជាគ្រាប់បាល់មានការប្រែប្រួលលើសពីនេះមើលទៅហើយគ្រប់ក្រុមបាល់ពីភីសូមីនីដឹកបាល់លឿនភីសូមីនីរុញហើយមកដល់ទូចណាខឹមផ្ទះចៃមកស្លាងស្រាវឲ្យវ៉ាន់ឌីកឹបមួយផុតណែចកេះមកស្អាតបញ្ជូនក្រោយខ្នងរស្មីកឹបស្អាតដែរប៉ុន្តែបញ្ជូនខុយកុំមកឥឡូវកាសយកមកវិញពី13បែរក្រោយមកជុំ13មើលគ្នា13ទៅទៀតបញ្ជូនឲ្យសុភ័ត្រារុញមកខាងក្រោយទាញឆ្វេងទាញស្រាមលុកអត្តឆក់បាល់បានពីមេពិសិដ្ឋទះទៅឲ្យរតនាឆ្កឹះរំលងខ្លួនមនុស្សតែម្ដងដល់វុតប៊ុនរងរុញចាយទូចណាខឹមរុញឲ្យមេពិសិដ្ឋទាត់ឃ្លាចេញពីខ្សែការពារអត់តន្តនាឆ្ងាយទេនៅក្បែរទីរបស់ DGB IoT ប៉ុន្តែចោះឲ្យមកនេះស្អាមទេឱកាសពី54បញ្ជូនអត់ផុតនឹងមីនីពាំងចំហចាក់បាល់ឡើងឲ្យបងសម្បត្តិហើយក៏បន្តទៅស្លាកខាងឆ្វេងវត្តប៊ុនរងទៅមុំរួចក៏បញ្ជូនខ្លីមកខាងក្រោយសួស្ដីទៅកាន់យួនឆ្នះឈ្មោះលយមែនស្វាគមន៍មកកាន់ការផ្សាយលើក39បងលៀបភាមុននេះគឺគាត់លេងដែរប៉ុន្តែតាំងពីនេះគឺសូមសម្រាប់បន្តិចសិនហូបទឹកយកកម្លាំងលេងបន្តិចទៀតបំផ្លើងមកវិញពី DGB សួស្ដីទៅកាន់បងអ៊ីសាគី39 idol អត់ស៊ីអញ្ចឹង39គឺផ្លាស់ប្ដូរសម្រាប់ហូបទឹកសិនបងយកកម្លាំង39យ៉ាងណាយើងក៏លេខទៅមើលបាននៅលើទីលានកីឡាករលេខ54នេះមានឈ្មោះថាភារុំគឺមានមួយឈុតរបស់គាត់គ្រាន់តែខុស color អាវជាមួយនឹង DGB IoT បន្តិច color អាវ DGB IoT color ដើមគឺពណ៌ទឹកប៊ិចខណៈដែលអាវគាត់គឺពណ៌ខៀវហើយយ៉ាងណាលោកអញ្ញាកថាពីនៃផ្ដល់បាល់ចំណេញទៅខាងក្រុមបាល់ទាត់ DGB IoT លេងពីស្លាកអាស្ដាំចលោមួយចុចបំផ្លោងចូលប្រអប់ទីលេងតែតមកក្បាលឃ្លីចេញអធិស្ឋានពីបងវ៉ាន់ឌីទះឆ្វេងទៅពីយិនសម្បត្តិក៏មិនផុតទូបាល់បានមកស្អាតពី23បែរជ្រែកដោយវ៉ាន់ឌីណែកលែងចកេះមកស្អាតគេថាចកេះនៅល្អបំផ្លោងឆ្ងាយរស្មីឱកាសបាល់ដាច់1 ទៅនឹង 1 support ថែម2រស្មីមើលទីរស្មីទាញឆ្វេងរស្មីការទាញសុទ្ធយកឆ្វេងខណៈដែលបាល់នេះគឺអត់ចំទីទេយើងចាំមើលរូបភាពម្ដងទៀតវិញមិនគឺទាញស្អាតមែនទេដាច់ខ្សែការពារ2 3សុទ្ធឆ្វេងភឹងនេះយើងទៅមើលរូបភាពម្ដងទៀតកន្លែងនៃរស្មីនេះតូបឆ្វេងទាញកាប់មួយផុតដាក់ពឹងបាល់នេះគឺបើសិនជាធ្លាក់បន្តិចគឺច្បាស់ណាស់អ្នកចាំទីគឺអត់មានអេឡង់កាត់លោតផ្ទះបាល់ចោលទេគាត់ថាលោតនេះគឺលោតផុតទី DGB IoT គ្រប់គ្រងបាល់ពីស្លាបខាងស្ដាំទាញមួយទម្លាក់ក្រោយហើយក៏ជន់បាល់ពីយិនសម្បត្តិរុញបន្តឲ្យលេខ13មកប៉ះស្រាល
កម្លាំងថ្មី21នេះមានឈ្មោះបាប់ណាមិនខ្ញុំសុំមើលឈ្មោះនៅលើអាវរបស់គាត់ជាជាងហៅតាមលីឈ្មោះក៏ព្រោះតែសមាជិកកីឡាករមានការផ្លាស់ប្ដូរឡើយគេថាអាកាសធាតុភ្លៀងគឺចាប់ដើមបង្អុរហើយកីឡាករថាអីទៅគឺប្រមូលអីវ៉ាន់ចូលទីមានសុវត្ថិភាពសិនឥឡូវយើងទៅមើលបាល់យើងនៅលើទីលានផាយកាយមកខាងក្រោយគ្រប់គ្រងបាល់ពីខាងក្រុមបាល់ទាត់ DGB IoT ឥឡូវឱកាសពីបងសម្បត្តិប៉ិតពាំងស្ថានភាពនៅលើទីលានអាចនឹងមានការប្រែប្រួលដោយសារតែបែបនឹងរៀងរអិលឡើងបញ្ជូនចាក់កន្លែងនេះអញ្ញាកថាលើកតុងអបផ្សាយហើយគឺថាមេឃគឺដាក់មកប្រើនេះគឺបែកផ្សែងបាល់ចំណេញទៅខាងក្រុមបាល់ទាត់ NSM ISP IoT បាល់នេះគឺពីនៃកន្លែងណាហើយនេះជាបាល់ហ្វ្រិកបាល់នេះគឺបាល់គប់ទូបងសម្បត្តិធាក់មកជើងមកវិញពី DGB IoT ដោយភារុំទាញបាល់បញ្ជូនខ្លីលឿនចូលដល់បងកតាឲ្យលេខ13សលឹងមើលទីពីចម្ងាយកាប់ឆ្វេងកាប់ស្ដាំហើយក៏បញ្ជូនស្រាលឱកាសកម្លាំងលេខ10ទៅផ្លាស់ប្ដូរចូលពុតបែបពីខាងក្រៅអញ្ញាកថាអត់ពីនៃទេបាល់នេះមិនតត្រាំងឲ្យទះស្ដាំបាល់នេះគឺផ្លោងផុតរបាទីទៅហើយការទះមកជើងស្ដាំពី DGB IoT អធិស្ឋានបងប្អូនយើងដោយសារតែអាកាសធាតុគឺកំពុងតែភ្លៀងអញ្ចឹងអាចថារូបភាពគឺពិបាកក្នុងការទទួលយកបន្តិចសួស្ដីទៅកាន់បងវិចិត្រលេងនៅតារាងណៃ admin គឺលេងនៅ AKA Sport Club បងយីណាឃើញថាអាកាសធាតុគឺភ្លៀងខ្លាំងមែនតើយើងចាំមើលស្ថានភាពជាក់ស្ដែងថាតើការផ្សាយមួយនេះអាចបន្តទៅទៀតបានឬក៏យ៉ាងណាលោកយ៉ាងណាលោកអញ្ញាកតាគឺសូមផ្លុំកញ្ចែផ្អាកការប្រកួតសិនខ្ញុំបានក្រុមការងារក៏សូម skip ត្រឹមនេះសិនបិទឡាយយ៉ាអធិស្ឋានបងប្អូនយើងដោយសារ